បាទខ្ញុំជួនច័ន្ទបុត្រសូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់វិទ្យុអាស៊ីសេរីទាំងអស់ជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃច័ន្ទ15កើតខែអាសត់ឆ្នាំមមែសប្បស័កពុទ្ធសករាជ2559ដែលត្រូវនឹងថ្ងៃទី26ខែតុលាគ្រិស្តសករាជ2015ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃបាតុករវាយអ្នកតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិ2នាក់ឲ្យរបួសធ្ងន់បាតុករធ្វើបាតកម្មទាមទារឲ្យលោកកឹមសុខាចុះចេញពីតំណែងអះអាងថាអាជ្ញាធរជាអ្នករៀបចំបាតកម្មរួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទជួនច័ន្ទបុត្រសូមជូនព័ត៌មានពិស្ដាប្រធានគណៈបកសង្គ្រោះជាតិចោទថាការប្រើអំពើហិង្សាទៅលើអ្នកតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិ2រូបគឺជាបាតុកររបស់គណៈបកប្រជាជនកម្ពុជាចំណែកមន្ត្រីជាន់ខ្ពស់របស់គណៈបកប្រជាជនកម្ពុជាវិញបដិសេធថាអំពើហិង្សានោះមិនពាក់ព័ន្ធនឹងគណៈបកប្រជាជនកម្ពុជាឡើយបាទលោកសេរីមនីមានសេចក្តីរាយការណ៍រឿងនេះពីភ្នំពេញអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិលោកយឹមសវណ្ណមានប្រសាសន៍ថាគណៈបកសង្គ្រោះជាតិនឹងដាក់ពាក្យប្តឹងចំពោះករណីប្រើអំពើហិង្សាលើតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិនៅថ្លង់ទ្វាររដ្ឋសភានៅថ្ងៃទី26តុលាគណៈបកសង្គ្រោះជាតិអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចឲ្យចាត់វិធានការជាបន្ទាន់ចំពោះហិង្សានោះដើម្បីស្រាវជ្រាវនិងចាប់ខ្លួនអ្នកដែលបានប្រព្រឹត្តអំពើហិង្សាមកផ្ដន្ទាទោសតាមផ្លូវច្បាប់ខ្ញុំជឿថាក្រសួងមានសមត្ថកិច្ចមិនពិបាករកភស្តុតាងទេពីព្រោះនៅកាមេរ៉ានៅរដ្ឋសភាគឺចាប់រូបភាពបានអស់ហើយកាមេរ៉ានៅស្ថានទូតអូស្ត្រាលីក៏អាចនឹងចាប់បានដែរពីព្រោះនៅក្បែរនឹងស្ថានទូតអូស្ត្រាលីគេមានកាមេរ៉ារបស់គេភ្លាមក្រោយពេលផ្ទុះអំពើហិង្សាលើតំណាងរាស្ត្រពីសំណាក់បាតុករនោះគណៈបកសង្គ្រោះជាតិបានថ្កោលទោសចំពោះអំពើហិង្សានេះដោយចាត់ទុកថាជាអំពើឃោរឃៅព្រៃផ្សៃហើយរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនិងរំលោភបំពានលើអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជានិងជាកូនប្រុសលោកនាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណីក៏បានថ្កោលទោសចំពោះអំពើហិង្សាលើតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិនេះដែរលោកគង់សុភាតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិម្នាក់ដែលត្រូវបានបាតុករទាញចេញពីក្នុងរថយន្តវាយបាក់ខ្ទង់ច្រមុះទាត់ចុងក្បាលយ៉ាងខ្លាំងនិងចង្កេះផងលោកនិយាយថាបាតុករដែលវាយលោកនោះទំនងជាមន្ត្រីប៉ូលីសឬទាហានលោកបន្ថែមថាដំបងបាតុករម្នាក់ដើរមកឈរនៅមុខឡានរបស់លោកស្របពេលនោះតែកង់បានបន្ថយល្បឿនភ្លាមនោះក៏មានបាតុករជាច្រើនអ្នកផ្សេងទៀតស្ទុះមកបើកទ្វារឡានហើយទាញលោកចេញពីឡាននិងវាយលោកយ៉ាងខ្លាំងនិងគ្មានការអន្តរាគមន៍ពីមន្ត្រីប៉ូលីសនៅជិតនោះទេបានមកចាប់ហែកកប៉ាវយកកាបូបថាលុយតែមានលុយប្រហែល$300ហើយនឹងអត្តសញ្ញាណប័ណ្ណបានអភ័យឯកសិទ្ធិនិងកាត ATM របស់ផ្សេងទៀតហើយនឹងទូរស័ព្ទដៃខ្ញុំក៏ត្រូវគេយកមានបញ្ជាម៉ៃហ្វកប្រហែលជាគាត់ជាមន្ត្រីទាហានឬប៉ូលីសដែលគាត់ពាក់បញ្ជាម៉ៃហ្វកហើយមានខ្ញុំមិនចាំប្រហែលមាននឹងស្នាប់ដៃវាយមកលើមុខហើយខ្ញុំរត់ឡើងឡានផ្សារហើយគេទាញចាប់ទៅមកវិញតម្លាក់មកវិញហើយប្រហែល3ដងបានតកង់ឡានរបស់ខ្ញុំហ្នឹងគាត់រត់មកបិទទ្វារឡានបិទអីហើយគាត់បើកចេញឈ្មោះមកគេវាយខ្ញុំឆ្អែតហើយបានគេរត់ទៅវាយឯកឧត្តមញយចម្រើនដែរគេប្រាប់ថាគ្នាវានៅខាងក្រោយមួយទៀតសមាជិករដ្ឋសភាតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិម្នាក់ទៀតលោកញយចម្រើនក៏ត្រូវបានពួកបាតុករមួយក្រុមវាយដំលើរូបលោកយ៉ាងខ្លាំងនិងបណ្ដាលឲ្យសំណប់ភ្លាមនៅនឹងកន្លែងមុខរដ្ឋសភាការប្រើអំពើហិង្សានេះប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីសរសេរតាមបណ្ដាញទំនាក់ទំនងសង្គម Facebook ថាអំពើហិង្សានេះគឺធ្វើដោយក្រុមបាតុកររបស់គណៈបកប្រជាជនកម្ពុជាលោកសំរងស៊ីចាត់ទុកករណីនេះថាជាអំពើហិង្សាដ៏ឃោរឃៅនិងព្រៃផ្សៃបំផុតឆ្លើយតបទៅនឹងការចោទប្រកាន់នេះអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសាននិយាយថាបាតុករទាំងនោះមិនមែនជាការរៀបចំរបស់គណៈបកប្រជាជនកម្ពុជានោះទេលោកបន្ថែមថាបាតុករទាំងនោះមានគ្នាចម្រុះគឺមកពីគណៈបកប្រជាជនកម្ពុជាគណៈបកសង្គ្រោះជាតិនិងជនឱកាសនិយមវាអាចចូលមកធ្វើអុកឡុកជួនណាអ្នកដែលធ្វើនឹងវាគេធ្វើវាមានគោលការណ៍ត្រឹមត្រូវដោយអហិង្សាអីស្រាប់តែមកទៅវាមានអាអ្នកដែលឆ្លៀតឱកាសឲ្យហៅថាជនឱកាសនិយមនឹងវាធ្វើមិនឲ្យសភាពការនឹងវាខុសអំពីគោលបំណងនិងសំណូមពរដែលចង់បានតាក់ទងទៅនឹងករណីបាតកម្មដ៏ហិង្សានេះដែរស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាស្នើសុំឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតឲ្យបានពេញលេញនិងប្រកបដោយតម្លាភាពលើការវាយដំលើអ្នកតំណាងរាស្ត្រគណៈបកប្រឆាំងទាំងពីរដើម្បីរក្សារបៀបរៀបរយនៅសភានិងដើម្បីធានាសុវត្ថិភាពរបស់អ្នកនយោបាយមកពីគ្រប់គណៈបកទាំងអស់
แนะนำពាក្យសាលាក្រុងភ្នំពេញលោកឡងលីម៉ុងនិយាយថាក្រុមបាតកោដែលធ្វើបាតកម្មនិងប្រើអំពើហិង្សាលើតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិនេះមិនបានដាក់ពាក្យស្នើសុំធ្វើបាតកម្មមកសាលាក្រុងភ្នំពេញនោះទេយ៉ាងណាក៏ដោយក្រុមអង្គការសិទ្ធិមនុស្សនិងគណៈបកសង្គ្រោះជាតិអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចឲ្យចាត់វិធានការជាបន្ទាន់ដើម្បីស្រាវជ្រាវនិងចាប់ខ្លួនអ្នកដែលបានប្រព្រឹត្តអំពើហិង្សាមកផ្ដន្ទាទោសតាមផ្លូវច្បាប់ខ្ញុំសេរីមនីវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីនៅពេលបន្តិចទៀតនេះលោកនាងនឹងបានស្ដាប់នីតិវេទិកាវិទ្យុអាស៊ីសេរីបន្ថែមដែលនឹងពិភាក្សាជុំវិញអំពើហិង្សាទៅលើអ្នកតំណាងរាស្ត្រក្នុងការធ្វើបាតកម្មទម្លាក់លោកកឹមសុខាបាទលោកនាងជាទីមេត្រីតកតងទៅនឹងសេចក្តីរាយការណ៍ជុំវិញអំពើហិង្សាទៅលើអ្នកតំណាងរាស្ត្រនេះក្រុមបាតកោជាច្រើនពាន់នាក់បានតវ៉ានៅខាងមុខវិមានរដ្ឋសភាបាតកោដែលភាគច្រើនលើសលប់ជាកម្លាំងបរិសុទ្ធនោះគឺរៀបចំឡើងក្នុងគោលបំណងទាមទារទម្លាក់លោកកឹមសុខាចេញពីតំណែងអនុប្រធានទី1នៃរដ្ឋសភាបាតកម្មនេះបានរុញច្រានសភាពការរហូតបង្កទៅជាអំពើហិង្សាបណ្ដាលឲ្យតំណាងរាស្ត្រពីររូបរបស់គណៈបកសង្គ្រោះជាតិរបួសធ្ងន់បាទយើងប្រកូលទូនីតិនេះទៅលោកមមនីរតដែលតាមដានព្រឹត្តិការណ៍នេះកាលតាំងពីព្រឹករហូតមកដល់ពេលនេះបាទជម្រាបសួរមនីរតបាទអរគុណជំរាបសួរលោកចិនបុតបាទការដែលលោកទៅតាមដានមើលបាតកម្មព្រឹកមិញនេះតើលោកមើលឃើញថាបាតកម្មនឹងជាបាតកម្មរបស់ប្រជាពលរដ្ឋសុទ្ធសាធចេញមកតវ៉ាប្រឆាំងលោកកឹមសុខាឬមួយយ៉ាងម៉េចទៅវិញអរគុណការពិតដែលយើងសង្កេតឃើញនឹងឃើញថាប្រជាពលរដ្ឋតិចតួចទេក្នុងការដែលចូលរួមធ្វើបាតកម្មពីព្រោះអីយើងសង្កេតឃើញថាក្នុងរយៈពេលនៃការធ្វើបាតកម្មចំហហែកន្លងទៅមនុស្សភាគច្រើនដែលគេសង្កេតឃើញនឹងឃើញថាក្នុងការចូលរួមជាពិសេសវត្តមានការពីព្រឹកមិញភាគច្រើនគឺជាកម្លាំងសមត្ថកិច្ចជាពិសេសគឺកម្លាំងភាសាសាមញ្ញគេនិយាយថាបាតដៃទី3នឹងក្នុងនឹងយើងបានពិភាក្សាថាតើចំនួនអ្នកចូលរួមនឹងប្រមាណទៅនៅពេលនឹងគឺកម្លាំងសមត្ថកិច្ចម្នាក់ដែលបានស្ទុះចេញមកបង្ហាញចំនួនតួលេខអ្នកចូលរួមនឹងគឺគាត់បញ្ជាក់ថាការពិតនៅក្នុងទីក្រុងភ្នំពេញនេះចំនួន12ខណ្ឌដែលគេយកមកដើម្បីប្រមូលផ្ដុំទម្លាក់លោកកឹមសុខាហើយក្នុងមួយខណ្ឌនឹងមនុស្សយ៉ាងតិចណាស់400នាក់ហើយគាត់ជាកម្លាំងសមត្ថកិច្ចភាគច្រើនសុទ្ធតែជាមនុស្សពីភ្នំពេញហ្នឹងទេបាទភាគច្រើនគឺនៅក្នុងភ្នំពេញចំនួន12ខណ្ឌលោករៀបរាប់មិញថាគេយកមកអ្នកណាដែលថាគេយកមកនឹងយកមកពីណាអ្នកណាដែលយកមកនឹងគឺជាគាត់មិនបានបញ្ជាក់ថាខណ្ឌណារៀបចំឲ្យប្រកាសទេប៉ុន្តែគាត់គឺជាកម្លាំងសមត្ថកិច្ចមួយដែរនៅក្នុងខណ្ឌដូនពេញគាត់ថាក្រុមគាត់នឹងគឺចំនួន400នាក់នៅក្នុងខណ្ឌដូនពេញនឹងដែលត្រូវបានគេដកចេញដើម្បីមកប្រមូលផ្ដុំគ្នានៅក្នុងពេលការដែលធ្វើបាតកម្មនឹងហើយគាត់ថាក្នុងចំណោមកម្លាំងទាំងអស់នឹងគឺថាក្នុងខណ្ឌដូនពេញទាំង12ខណ្ឌនឹងគឺត្រូវមានចំនួនវត្តមានដូចខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងហើយសេសសល់ពីនេះគឺមានប្រជាពលរដ្ឋនៅតាមបណ្ដារាជធានីភ្នំពេញនឹងដូចជានៅលវាអែមជាដើមក៏បានដកហូតដើម្បីចូលរួមដែរហើយខ្ញុំបានសាកសួរប្រជាពលរដ្ឋម្នាក់ដែលគាត់បានមកចូលរួមបាតកម្មការពីព្រឹកមិញគាត់និយាយថាគាត់អត់បានដឹងអីទេគឺមេឃុំអ្នកបញ្ជូនគាត់មកហើយអញ្ចឹងទេគាត់ថាការធ្វើបាតកម្មដែលទម្លាក់លោកកឹមសុខានេះមិនដឹងជាការចេតនាសំខាន់នឹងគឺយ៉ាងម៉េចឲ្យគាត់មកតាមគេអានឹងគឺជាទស្សនៈរបស់គាត់បានទេបាទសំសួរសំណួរមួយទៀតដែលគេរៀបចំមកនឹងតាមគ្រប់ខណ្ឌនៅរាជធានីភ្នំពេញនឹងដឹកឡានមកឬមួយក៏ពួកគាត់ធ្វើដំណើរមកយ៉ាងណាហើយយើងជាអ្នកកសែតនៅទីតាំងផ្ទាល់នឹងបានមានតម្រុយអីមុនខ្លះដែរទេជារួមគឺយើងមិនបានដឹងទេព័ត៌មាននឹងគឺហាក់ដូចជាលាក់ចិត្តសម្បើមណាស់លោកចិនច័ន្ទបុតរឿងដែលសំខាន់នៅពេលដែលបែកធ្លាយគឺមានការប្រមូលផ្ដុំរួចហើយនេះយល់ថាជាការរៀបចំមួយដែលមានរៀបចំយ៉ាងសម្ងាត់មែនទែនហើយកម្លាំងដែលបានមកចូលរួមនឹងសង្កេតឃើញថាធ្វើដំណើរដោយរថយន្តទំនើបនៅក្នុងទីក្រុងភ្នំពេញនេះលោកបានឃើញហើយគឺរថយន្តស៊េរីទំនើបនៅកម្ពុជាហើយជាពិសេសរថយន្តដទៃទៀតអញ្ចឹងមកជាលក្ខណៈឯកជនទេមិនមែនជារថយន្តឡានក្រុងអីដឹកមករៀបចំជាក្បួនអីមកទេម្នាក់ហ្នឹងមកដែលឯកជនទេបាទដែលយើងសង្កេតមើលឃើញមានរថយន្តមានរថយន្តឡានក្រុងដែរហើយចំណែករថយន្តដែលដឹកប្រជាពលរដ្ឋមកពីតាមបណ្ដាជនបទគឺជាប្រភេទរថយន្តកូរ៉េមានម៉ូតូអីជាងជាដើមប៉ុន្តែទន្ទឹមនឹងរថយន្តដែលមានលក្ខណៈទ្រង់ទ្រាយជារថយន្តតូរីសនឹងយើងហៅថារថយន្តក្រុងផងដែរនឹង
ក៏មានរថយន្តទំនើបណាស់ដែលដឹកជញ្ជូនសម្រាប់ការចូលរួមធ្វើបាតកម្មការពីព្រឹកមិញនឹងលោកបាទនៅកម្ពុជាយើងនឹងនៅក្រុងភ្នំពេញនឹងជាពិសេសមានបាតកម្មកើតឡើងនឹងជាហូរហែណាស់បាតកម្មរបស់អ្នកបឹងកក់បាតកម្មរៀបចំឡើងដោយគណៈបកសង្គ្រោះជាតិអីជាដើមហើយលោកក៏ធ្លាប់បានទៅចូលរួមក្នុងការរាយការណ៍ធ្វើបាតកម្មកន្លងមកនៅដែរលោកអាចប្រៀបធៀបមើលទេថាតើបាតកម្មព្រឹកមិញនេះប្រៀបធៀបនឹងបាតកម្មរបស់អ្នកបឹងកក់ប្រៀបធៀបនឹងបាតកម្មមុនយ៉ាងម៉េចដែរបាតកម្មលើកនេះខុសប្លែកពីបាតកម្មដែលយើងធ្លាប់ជួបក្នុងពេលប្រហែលឆ្នាំកន្លងទៅដោយត្រង់ថាអ្នកដែលចូលរួមសុទ្ធសាធនឹងគឺជាកម្លាំងបរិសុទ្ធលើសលប់តែម្ដងហើយបាតកម្មកន្លងទៅគឺជាបាតកម្មដែលមានការចូលរួមចម្រុះអានេះយើងពិនិត្យជារួមគឺឃើញអញ្ចឹងហើយបាតកម្មដែលចូលរួមលើកនេះគឺថាมันមានកម្លាំងការពារយាមល្បាតឬក៏ថាដាក់ទប់ស្កាត់ហូរហែមានបរះអីស្អីស្កាស់ដោយបាតកម្មកន្លងទៅទេអញ្ចឹងយើងសង្កេតឃើញថាវាជាការងាយស្រួលមែនទែនដែលបាតកោចូលរួមនឹងគឺគាត់មិនបាក់បារម្ភថាណាមកប្រក្រាបគាត់គឺថាគាត់ដើរស្រែកមកសេរីជុំវិញបរិវេណទីតាំងសភានឹងហើយក្រៅតែពីនឹងគឺថាគាត់អាចធ្វើអ្វីបានតាមចិត្តហើយមានតែកម្លាំងប៉ូលីសចរាចរណ៍តិចតួចប៉ុណ្ណោះដែលគេដាក់ពរាយសម្រាប់មើលការខុសត្រូវនៅទីនោះបាទលោកបាទហើយខ្ញុំឆ្ងល់ត្រង់នេះបាតកោនឹងនាំគ្នាមកវិមានរដ្ឋសភានឹងដើម្បីធ្វើបាតកម្មទាមទារឲ្យលោកកឹមសុខានឹងចុះចេញពីតំណែងក៏ប៉ុន្តែទីបំផុតទៅហេតុអីក៏ទៅខ្ញុំបានឃើញវីដេអូដែលគេដាក់នៅលើតាមបណ្ដាញសង្គម Facebook នឹងដែរគឺទៅអ្នកតំណាងរាស្ត្រនឹងយកមកធាក់មកយកមកវាយទៅវិញហើយតំណាងរាស្ត្រ2នាក់ហ្នឹងគឺលោកញយចម្រើនដែលជាតំណាងរាស្ត្រនៅខេត្តកំពង់ចាមអញ្ចឹងណានិងលោកគង់សុភាតំណាងរាស្ត្រពីខេត្តស្វាយរៀងហេតុអីក៏ទីបំផុតក៏ទៅបដោតទៅលើការវាយតប់ទៅលើតំណាងរាស្ត្រ2នាក់នឹងទៅវិញបាទតើអ្វីដែលជាមូលហេតុបង្កឲ្យមានអំពើហិង្សាពេលនោះនៅពេលនេះខ្ញុំអាចចែកពីរឿងព្រឹត្តិការណ៍2ព្រឹត្តិការណ៍ទី1អ្នកកសែតចាប់ផ្ដើមរំសាយនៅពេលដែលកម្លាំងនឹងគឺត្រូវបានរំសាយដែរពីព្រោះម៉ោង7:11ជាងនឹងមានក្រុមរបស់គេនេះគឺថាគេរៀបចំឲ្យកម្លាំងត្រូវរំសាយហើយសម្ដៅមកផ្ទះលោកកឹមសុខានៅទួលគោកអញ្ចឹងនៅពេលហ្នឹងឃើញថាកម្លាំងសេះសល់ទាំងបាល់ម៉ានប៉ុន្តែកម្លាំងនៅពេលនេះគឺថាគេមិនអោយចេញអស់ទេគឺគេទុកមួយចំនួនធំនៅឯរដ្ឋសភាហ្នឹងហើយយើងគិតថានៅពេលនេះប្រកាសជាមិនមានអីកើតឡើងពីព្រោះដឹងហើយថាបាតកម្មនេះគឺសម្ដៅតែលោកកឹមសុខាម្នាក់ទេតែនៅពេលដែលកម្លាំងធំដែលកម្លាំងស្រួយចេញមកកាន់ផ្ទះលោកកឹមសុខានៅទួលគោកនេះហើយដូច្នេះអ្នកព័ត៌មានទាំងអម្បាលម៉ាននឹងក៏ចាប់ផ្ដើមស្រតាមកម្លាំងធំនឹងទៅយើងភ្លេចគិតថាអាចមានពើហិង្សាកើតឡើងនៅពេលក្រោយនៅពេលដែលទៅដល់ផ្ទះលោកកឹមសុខាប្រហែលជាខ្ទង់20នាទីនៅពេលនេះក៏ផ្ទុះហិង្សាកើតឡើងស្របពេលដែលប្រជុំសភាចប់នៅខាងក្នុងនឹងហើយអ្នកតំណាងរាស្ត្រចេញមកទំនងជាហេតុផលដែលនាំឲ្យមានការដែលមិនបានជួបលោកកឹមសុខាផ្ទាល់នឹងហើយដែលធ្វើឲ្យបាតកោនឹងខឹងសម្បាហើយបើទោះជាមិនបានជួបលោកកឹមសុខាផ្ទាល់ក៏ចាត់ការអ្នកដទៃជំនួសលោកកឹមសុខាឲ្យតាមមើលបានជាមានការថ្នាក់ទៅដល់អ្នកដទៃដែលមិនមានការពាក់ព័ន្ធណាមួយតទៅសោះនោះលោកបាទអញ្ចឹងអរគុណលោកហើយសង្ឃឹមថាយើងនឹងមានសេចក្តីរាយការណ៍បន្តទៀតនៅរឿងនេះអរគុណតែត្រឹមនេះលោកមនីរតបាទអរគុណលោកបាទលោកនាងជាទីមេត្រីអ្នកចូលរួមធ្វើបាតកម្មទាមទារឲ្យលោកកឹមសុខាចុះចេញពីតំណែងអនុប្រធានសភានៅថ្ងៃនេះមានសមាជិកភាពចម្រុះខ្លះចេញមុខជាចំហខ្លះពាក់មួកឃ្លុបខ្មៅជារបៀបគិញលាក់ខ្លួននៅក្បែររបងនិងក្រោមដើមឈើជុំវិញមន្ទីររដ្ឋសភាខ្លះនៅសម្រាប់លើរថយន្តដែលពួកគេជិះមកនោះដោយមិនខ្វល់អ្វីទាំងអស់បាទលោកសេកបណ្ឌិតមានសេចក្តីរាយការណ៍អំពីរឿងនេះបាទក្រុមបាតកោបានបង្ហាញចំហផ្សេងគ្នាអំពីការចូលរួមបាតកម្មបណ្ដេញលោកកឹមសុខាចុះចេញពីតំណែងអ្នកខ្លះខឹងសម្បានឹងការសន្យារបស់មេដឹកនាំគណៈបកសង្គ្រោះជាតិដែលមិនគោរពការសន្យារបស់ខ្លួនកាលពីយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ2013កន្លងទៅយុវជនម្នាក់មកពីស្រុកគៀនស្វាយខេត្តកណ្ដាលឈ្មោះម៉ៅញ៉ាំងបានឲ្យដឹងថាពួកគេមកនេះដោយមានអ្នកជួលឡានឲ្យជិះមិនគិតថ្លៃហើយអាជ្ញាធរបានដាក់ប្រកាសប្រាប់ពួកគេកាលពីល្ងាចថ្ងៃទី25ខែតុលាថាឲ្យទៅចូលរួមបាតកម្មប្រឆាំងលោកកឹមសុខាដោយហេតុផលថាគាត់មិនគោរពពាក្យសន្យាខ្ចល់ពាក្យពេចន៍មិនប៉ិតហ្មងដូចលុយ 40,000 អីជូនចាស់ហើយស្អីប្រាក់ខែ$150ឥឡូវដូចជាធ្វើការរោងចក្រព្រោះអីហ្នឹងអត់បានដោយម្ដងចំណែកបរិសម្នាក់ទៀតដែលធ្វើដំណើរមកជាមួយគ្នាដែរនោះក៏បានថ្លែងប្រហាក់ប្រហែលគ្នាដែរ
ហើយបញ្ជាក់ថាការមកចូលរួមនេះមិនមានការចាត់តាំងពីខាងណាមួយឲ្យច្បាស់លាស់នោះទេគឺមកតាមគ្នាហើយមានអ្នកដើរចែកទឹកមួយដបនិងក្រមាក្រហមមួយដើម្បីឲ្យចងចង្កេះដូចគ្នាទោះយ៉ាងណាក្តីសកម្មភាពរបស់ពួកគេនោះក្រុមផ្លាស់ហាក់លឹបលនៅឆ្ងាយពីក្បួនតវ៉ាធំនៅមុខរដ្ឋសភាដែលមានមនុស្សជាច្រើនរយនាក់ចូលរួមផ្សាយទាមទារឲ្យលោកកម្មសខាចុះចេញពីតំណែងអ្នកខ្លះទៀតបានស្រែកច្រៀងចម្រៀងដែលមានន័យថាលោកកម្មសខាជាមនុស្សបង្កប់របស់គណៈបកប្រជាជនកម្ពុជាហើយពួកគេជ្រុលខ្លួនបោះឆ្នោតឲ្យតែឥឡូវនេះពួកគេដឹងហើយសូមឲ្យចុះចេញពីតំណែងនេះជាលើកទី2ហើយដែលមានបាតកោធ្វើបាតកម្មប្រឆាំងលោកកម្មសខាកាលពីខែមិថុនាឆ្នាំ2013ក៏មានអ្នកតវ៉ាប្រឆាំងលោកកម្មសខាជាង 20,000 នាក់ដែរដែលដឹកនាំដោយលោកជុំមីអតីតអ្នកទោសនៅមន្ទីរស21ឬគុកទួលស្លែងក្នុងសម័យខ្មែរក្រហមចំណែកមនុស្សមួយក្រុមទៀតមិនថ្លែងអ្វីទាំងអស់ប៉ុន្តែពួកគេមានទឹកមុខកាចមាំពាក់មុខឃ្លុបខ្មៅមានចងក្រមាក្រហមនៅចង្កេះបង្កប់ខ្លួនតាមគេរបងនិងក្រោមដើមឈើឆ្ងាយប្រមាណ100ម៉ែត្រជុំវិញបរិវេណរដ្ឋសភាហាក់កំពុងរងចាំបទបញ្ជាឲ្យធ្វើសកម្មភាពអ្វីមួយដោយឡែកក្រុមមួយចំនួនទៀតអង្គុយមើលគេនៅក្នុងឡានដោយមិនដឹងរឿងអ្វីទាំងអស់ពួកគាត់មួយចំនួនបានថ្លែងប្រាប់អ្នកកាសែតដោយប្រយ័ត្នប្រយែងបំផុតព្រោះខ្លាចមេក្រុមពួកគេរករឿងពួកគាត់ក៏បានឲ្យដឹងដោយសុំលក្ខអត្តសញ្ញាណថាមុននឹងឡើងឡានមកអាជ្ញាធរប្រាប់ពួកគេថាឲ្យទៅចូលរួមកិច្ចប្រជុំនៅភ្នំពេញប៉ុន្តែពេលមកដល់អត់មានកិច្ចប្រជុំអ្វីក្រៅពីធ្វើបាតកម្មនោះទេបញ្ហានេះធ្វើឲ្យពួកគាត់ខកចិត្តនិងចាត់ទុកជាទង្វើមួយមិនគួរគប្បីគឺថាមកប្រជុំជនបន្ទាប់មកខ្ញុំអត់ដឹងទេអត់ដឹងទាំងអស់គ្នាអត់ដឹងថាគេហៅទៅអីប៉ុន្តែមកដល់នេះគឺការទីប្រកាន់ខ្ញុំអត់ដឹងដែរគេឲ្យមើលដែរនេះភូមិគេឲ្យមើលទោះបីអ្នកចូលរួមបាតកម្មនៅមុខរដ្ឋសភានៅថ្ងៃទី26 តុលាមិនបង្ហាញពីអង្គការចាត់តាំងច្បាស់លាស់យ៉ាងណាក្តីប៉ុន្តែមុនព្រឹត្តិការណ៍កើតឡើងមួយថ្ងៃលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងនៅប្រទេសបារាំងសម្ដៅទៅលើគណៈបកប្រឆាំងថាបើខឹងកុំលេងបើលេងកុំខឹងហើយលេងលើកនេះអាចបាត់បង់តំណែងអនុប្រធានរដ្ឋសភាទៀតផងលោកហ៊ុនសែនបន្តថាមេបាតកម្មនៅក្រុងប៉ារីសនិយាយថាគេគោរពសិទ្ធិអ្នកធ្វើបាតកម្មនៅក្នុងទីក្រុងប៉ារីសដើម្បីប្រឆាំងរូបលោកដូច្នេះលោកក៏គោរពសិទ្ធិអ្នកធ្វើបាតកម្មនៅក្នុងទីក្រុងភ្នំពេញដូចគ្នាដែរតាក់ទងនឹងបញ្ហានេះមន្ត្រីសិទ្ធិមនុស្សមានក្តីបារម្ភថាការធ្វើបាតកម្មប្រឆាំងតបតគ្នាទៅវិញទៅមករវាងអ្នកគាំទ្រគណៈបកប្រឆាំងនិងអ្នកគាំទ្ររដ្ឋាភិបាលផ្ទុះឡើងនៅអំពើហិង្សាកាន់តែធ្ងន់ធ្ងរថែមទៀតមន្ត្រីសង្គមស៊ីវិលក៏ចង់ឲ្យរដ្ឋាភិបាលគោរពសិទ្ធិអ្នកបញ្ចេញមតិពីគ្រប់ភាគីឲ្យបានស្មើគ្នាឬក៏មានការរើសអើងខ្ញុំសេកបណ្ឌិតវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកនាងស្ដាប់ជាទីមេត្រីលោកនាងទើបតែបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនលោកខ្ញុំបាទជួនច័ន្ទបុត្រសូមអញ្ជើញលោកនាងរងចាំស្ដាប់នីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនាពេលបន្តិចទៀតនេះបាទជាបន្តទៅទៀតនេះគឺជានីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីបាទខ្ញុំបាទជួនច័ន្ទបុត្រសូមជម្រាបសួរលោកអ្នកស្ដាប់ម្ដងទៀតបាទនីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនារីត្រីនេះគឺជានីតិវេទិកាអ្នកស្ដាប់ពិសេសបន្ថែមដើម្បីពិភាក្សាជុំវិញបាតកម្មនៃការធ្វើបាតកម្មដើម្បីទម្លាក់លោកកម្មសុខាពីព្រឹកមិញនេះនៅភ្នំពេញហើយដែលបង្កឲ្យមានការវាយរងរបួសដល់តំណាងរាស្ត្រ2នាក់ផងដែរហើយវាគ្មិនកិត្តិយសសម្រាប់នីតិនៅពេលនេះគឺមានលោកកែមលីដែលជាអ្នកវិទ្យាអ្នកស្រាវជ្រាវតាមដានស្ថានភាពសង្គមនិងមានលោកនីចរិយាហើយនឹងមានលោកយឹមសវណ្ណដែលជាអ្នកនាំពាក្យរបស់គណៈបកសង្គ្រោះជាតិផងដែរបាទខ្ញុំបាទសូមជម្រាបសួរលោកវាគ្មិនទាំង3ពីចម្ងាយបាទបាទសូមជម្រាបលោកអ្នកស្ដាប់ថាលោកប៉ែនសវណ្ណដោយបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនលោកមិនបានអញ្ជើញមកក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីផ្ទាល់នៅក្រុងភ្នំពេញទេលោកភ្ជាប់តាមខ្សែទូរស័ព្ទបាទខ្ញុំបាទសូមជម្រាបសួរលោកយឹមសវណ្ណដើម្បីឲ្យដឹងថាយើងបានភ្ជាប់ទូរស័ព្ទគ្នានៅបាទសូមជម្រាបសួរបាទខ្ញុំសូមជម្រាបសួរបាទ
បាទលោកខ្ញុំចង់ចាប់ផ្ដើមនីតិវេទិកាអ្នកស្ដាប់យប់នេះដោយចង់បានប្រតិកម្មពីលើលោកផ្ទាល់តែម្ដងលោកបានជ្រាបអស់ហើយតាមរយៈព័ត៌មានការផ្សាយរបស់ VTV អាស៊ីសេរីមិញនេះហើយលោកក៏ប្រហែលជាបានតាមដានសភាពការនឹងយ៉ាងជិតស្និទ្ធមកដែរខាងគណៈបកប្រជាជនកម្ពុជាបានបដិសេធថាមិនមែនជាអ្នករៀបចំនឹងទេគឺជាគាត់សារភាពលោកសុកអេសានថាមានគណៈបកប្រជាជនកម្ពុជាតែក៏មានគណៈបកសង្គ្រោះជាតិចូលរួមដែរដែលគេមិនពេញចិត្តនឹងលោកកឹមសុខាហើយនឹងមានប្រជាពលរដ្ឋផងដែរលោកទទួលបានទេចំណុចនេះខ្ញុំឃើញមានភាពមិនប្រក្រតីតាំងតែពីព្រឹកព្រលឹមឡើងចម្លែកណាស់ពីមុនកាលណាមានបាតកោមានការរឹតបន្តឹងសន្តិសុខមានកងកម្លាំងប្រដាប់អាវុធដាក់ការពារប៉ុន្តែថ្ងៃនេះមានបាតកោក៏ប៉ុន្តែអត់មានហើយម៉ាស៊ីនស្កេននៅរដ្ឋសភាខូចខ្ញុំមានការចាប់អារម្មណ៍ហើយខ្ញុំបានម៉ាស៊ីនស្កេននឹងមានន័យថាកាមេរ៉ាសុវត្ថិភាពនឹងឬមួយយ៉ាងម៉េចលោកមិនមែនកាមេរ៉ាសុវត្ថិភាពទេម៉ាស៊ីនស្កេនសម្រាប់ស្វែងរកអាវុធជាតិផ្ទុះនៅពេលដែលចូលទៅនឹងបាទហើយអាដាមប៉ុលហមហើយនឹងខ្ញុំបានរាយការណ៍ទៅលោកសម្ដេចកលាហោមថាខ្ញុំមើលឃើញភាពមិនប្រក្រតីច្រើននៅជុំវិញរដ្ឋសភាថ្ងៃនេះក្រោយមកទៀតលោកសម្ដេចកលាហោមគាត់ថាមិនអីទេអានឹងគាត់នឹងតាមដានមើលការងារទាំងអស់ហ្នឹងស្រាប់តែមានបាត់តកស្រែកឡូឡានៅក្រៅរដ្ឋសភាក៏ប៉ុន្តែនៅពេលដែលចប់ប្រជុំសភាម៉ោង 12:30 នាទីអត់មានអ្នកណានឹកស្មានដល់ទេថាបាតកោហ៊ានប្រព្រឹត្តអំពើហិង្សាហើយធ្វើឲ្យអ្នកវាយបំច្រំធាក់អ្នកដំណើរទាញទម្លាក់ពីលើឡានវាយឡានខ្ទេចឡានហើយទាញទម្លាក់ពីលើឡានហើយវាយដំវាយហើយសម្គាល់ឡានរបស់គាត់លើគាត់ដាក់ចូលក្នុងឡានហើយទាញទម្លាក់ពីលើឡានមកធាក់ទៀតហើយមើលទៅឃើញមុខច្បាស់ឃើញបងប្អូនយើងថតបានផតាងឃើញមុខច្បាស់ថានេះជាក្រុមបាតកោអញ្ចឹងបាតកម្មនឹងខ្លាយទៅជាអំពើហិង្សាបាទលោកខ្ញុំសូមកាត់ចំណុចនេះបន្តិចអាដាមបាទអ្វីដែលយើងសោកស្ដាយបំផុតនោះគឺសម័យខ្មែរក្រហមយកទោះជាសម្លាប់មនុស្សទោះជាវាយដំច្រំធាក់មនុស្សវាយកទៅឲ្យឆ្ងាយវាមិនវាយនៅមុខសាធារណជនវាមិនវាយនៅក្នុងស្ថាប័នជាតិសំខាន់បែបហ្នឹងទេប៉ុន្តែខ្ញុំមិនយល់ថាតើបាតកោនឹងមកវាយតំណាងរាស្ត្របែបក្នុងគោលបំណងចង់ធ្វើគ្នាទៀតមើលទៅប៉ុន្តែដោយសារមានអ្នកអន្តរាគមន៍មានបងប្អូននៅចិត្តនឹងឃើញច្រើនទៅក៏ដកថយទៅវិញក៏មិនដឹងដែរប៉ុន្តែយើងមានការសោកស្ដាយណាស់ពីព្រោះកិត្តិយសប្រទេសជាតិត្រូវអាប់អួរហើយស្ថាប័នប្រជាធិបតេយ្យជាតិស្ថាប័នកម្ពុជារបស់ប្រទេសជាតិត្រូវមានការគំរាមកំហែងពីពួកបាតកោអហិង្សាសំទោសបាតកោហិង្សាបែបនេះគឺជារឿងមួយដែលគួរឲ្យសោកស្ដាយបាទអាដាមតើមុននឹងមានព្រឹត្តិការណ៍នេះកើតឡើងតើមានតម្រុយអីខ្លះទេពីព្រឹកមិញនេះក្រៅតែពីរឿងថាមើលឃើញម៉ាស៊ីនស្កេននឹងមិនដំណើរការអាដាមខ្ញុំគ្រាន់ថាម៉ាស៊ីនស្កេនតែចោះថាសភាថាអាចនឹងខូចណាក៏ប៉ុន្តែនៅខាងក្រៅខ្ញុំមើលទៅដូចអត់ឃើញមានសន្តិសុខអីតឹងរឹងទេបើពីមុនដែលខ្ញុំធ្លាប់ប្រជុំសភាចោះឡើងកាលណាតែមានបាតកោកុំថាឡើយច្រើនដល់រាប់ពាន់នាក់សូម្បីតែ20-30នាក់ក៏មានការដាក់រឹតបន្តឹងសន្តិសុខអីដែរប៉ុន្តែថ្ងៃនេះហាក់បីដូចជាធូររលុងខ្ញុំមិនឃើញហើយម្យ៉ាងទៀតអ្នកតំណាងរាស្ត្រដែលត្រូវរបួសនៅក្នុងរដ្ឋសភា1ម៉ោងកន្លះមិនទាន់ឃើញមានពេទ្យឬឡានពេទ្យមកអន្តរាគមន៍ទេហើយម្យ៉ាងទៀតមានគ្នាខ្ញុំនៅក្នុងនឹង4-10នាក់ទៀតដែលរងការគំរាមកំហែងពីពួកបាតកោហិង្សានៅពីខាងក្រៅដែលឈោតាមដើមឈើតាមអីហ្នឹងពេលដែលវាយរួចហើយហ្នឹងក៏នៅមានមនុស្សពាត់ជុំវិញរដ្ឋសភាហ្នឹងបំរុងតែធ្វើបាបអ្នកតំណាងរាស្ត្រតទៅទៀតអញ្ចឹងហើយបានជាពួកខ្ញុំនៅក្នុងរដ្ឋសភាហ្នឹងគ្នា4-10នាក់ហើយសម្រំស្អាមតាគុំចេញមកបានខាងប៉ូលីសខាងអីគេដាក់ឡានមួយដាក់មនុស្ស2 ម្នាក់ដឹកមុខដឹកអីអញ្ចឹងទៅបានចេញមកតលតែម៉ោងប្រហែលជា
នឹងបានអាចចេញពីរដ្ឋសភាបានបាទអាដាមយើងបានទៅជែកជាមួយអ្នកកសែតមួយចំនួនដែរថាតើមានដឹងរឿងអីទេនៅពេលដែលបាតកោថាមកធ្វើបាតកម្មដើម្បីទម្លាក់លោកកឹមសុខាសោះប៉ុន្តែទីបំផុតទៅវាយលោកញយចម្រើនហើយនឹងលោកគង់សុភានឹងវិញមកដល់ពេលនេះលោកមានដឹងទេមូលហេតុអីបានជាគេទៅធ្វើបាបពីអ្នកនោះបាទគ្មានមូលហេតុអីតលតែសោះគឺអ្នកតំណាងរាស្ត្រធ្វើការតាមទូនីតិតាមភារកិច្ចបញ្ចេញមតិដោយសន្តិវិធីហើយបាតកម្មដែលគ្មានច្បាប់បាតកម្មដែលប្រព្រឹត្តហិង្សាបែបហ្នឹងហើយម្យ៉ាងទៀតវាងាយស្រួលបំផុតពីព្រោះផតតាំងមានគ្រប់គ្រាន់ហើយកាមេរ៉ាសុវត្ថិភាពរបស់រដ្ឋសភាកាមេរ៉ាសុវត្ថិភាពរបស់ស្ថានទូតអូស្ត្រាលីហើយគេបានថតរូបជនល្មើសទាំងអស់ហ្នឹងហើយគេបានថតរូបមិនមែនត្រឹមតែកាមេរ៉ាសុវត្ថិភាពទេមានតាំងពីថតវីដេអូថតទូរស័ព្ទថតអីបានផតតាំងច្រើនណាស្គាល់មុខស្គាល់អីទាំងអស់ឥឡូវហ្នឹងហើយអញ្ចឹងហើយតែយើងរងចាំមើលតើក្រសួងមហាផ្ទៃគេចាត់វិធានការឬមិនចាត់វិធានការបាទទន្ទឹមនឹងការរងចាំនឹងអាដាមហើយការស៊ើបអង្កេតទៅអីទេពីព្រោះវាមានផតតាំងអស់ទៅហើយរឿងនេះជារឿងធ្ងន់ធ្ងរណាស់គម្រាមកំហែងទៅដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមើលទៅឃើញការរំលោភសិទ្ធិមនុស្សទាំងកម្របែបនេះគឺថាយើងមានការសោកស្ដាយមែនទែនក្នុងនាមជាតំណាងរាស្ត្ររូបបាទអាដាមដំណើរពេលនឹងអាដាមថាចាំមើលក្រសួងមហាផ្ទៃនិងអាជ្ញាធរមានសមត្ថកិច្ចដើម្បីស៊ើបអង្កេតរឿងនេះតើខាងគណៈបកសង្គ្រោះជាតិវិញនឹងមានការបង្កើតក្រុមស៊ើបអង្កេតរបស់ខ្លួនមួយផ្ទាល់ទេមានចែកការងារស្អែកទៅយើងចេញលិខិតទៅអង្គការសហប្រជាជាតិចេញលិខិតទៅ ICU ចេញលិខិតទៅអ្នកការទូតនៅទីក្រុងភ្នំពេញដើម្បីសម្ដែងការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរអំពីការធ្វើបាបអ្នកតំណាងរាស្ត្រនេះគឺការប៉ះពាល់ទៅដល់ដំណើរការប្រជាធិបតេយ្យហើយយើងអន្តរជាតិក៏រួមត្រូវតែមានកាតព្វកិច្ចរួមគ្នាទទួលខុសត្រូវក្នុងនាមជាហត្ថលេខីនៃទីកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងក៏នឹងសរសេរលិខិតទៅថ្វាយព្រះមហាក្សត្រដើម្បីជម្រាបអំពីបញ្ហាដែលកើតមានឡើងហ្នឹងហើយក្រមគ្រួសារនឹងដាក់ពាក្យប្តឹងទៅតុលាការដាក់ពាក្យប្តឹងទៅក្រសួងមានសមត្ថកិច្ចដើម្បីឲ្យចាត់វិធានការចាប់ជនល្មើសយកមកកាត់ទោសបាទអាដាមប្រមាណថ្ងៃកន្លងមកនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចោទគណៈបកចោទគណៈបកសង្គ្រោះជាតិថាជាអ្នកនៅពីក្រោយក្នុងការរៀបចំធ្វើបាតកម្មទាំងឡាយណាប្រឆាំងនឹងលោកជាពិសេសបាតកម្មនៅទីក្រុងប៉ារីនៅពេលនេះគាត់ចោទច្បាស់ណាស់គឺថារៀបចំឡើងដោយគណៈបកសង្គ្រោះជាតិទន្ទឹមនឹងលោកក៏មានប្រសាសន៍ថាលោកអាចកំដរបានគ្រប់កលៈទេសៈទាំងអស់ក្នុងលបែងទាំងអស់នេះតើលោកគិតថាអ្វីដែលកើតឡើងនេះគឺជាការរៀបចំដោយគណៈបកប្រជាជនកម្ពុជាដើម្បីលេងលបែងកំដរជាមួយនឹងគណៈបកសង្គ្រោះជាតិនេះទេទីមួយខ្ញុំសូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដែលថាគណៈបកសង្គ្រោះជាតិរៀបចំបាតកម្មនៅក្រៅប្រទេសខ្ញុំសូមបដិសេធពីព្រោះគ្មានការណែនាំអ្វីសោះគ្មានការបញ្ជាអីឲ្យធ្វើបាតកម្មអីតតែសោះគឺគ្មានតតែសោះគឺអ្វីដែលគេធ្វើនៅទីក្រុងប៉ារីនឹងគឺបងប្អូនប្រជាពលរដ្ឋខ្មែរយើងធ្វើដោយឆន្ទៈរបស់គាត់ហើយធ្វើដោយអហិង្សានៅទីនោះគឺធ្វើដោយអហិង្សាធ្វើដោយសេចក្តីថ្លៃថ្នូរអត់មានបកអត់មានអំពើហិង្សាអីទេហើយបើតែសំខាន់បំផុតគឺគណៈបកសង្គ្រោះជាតិមិនបានណែនាំឬមិនបានរៀបចំបាតកម្មទាំងឡាយណាដែលកើតនៅក្រៅប្រទេសគឺគេធ្វើដោយឆន្ទៈរបស់ខ្លួនគាត់ហើយពាក្យដាដតីទៀតអ្នកនយោបាយណាចង់មានមតិយ៉ាងម៉េចជារឿងផ្ទាល់របស់គាត់ប៉ុន្តែអ្នកនយោបាយជាពិសេសថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិយើងសូមគិតគូរតែផលប្រយោជន៍ជាតិសំខាន់ដែលយើងត្រូវដោះស្រាយយើងមានបញ្ហាច្រើនណាស់ដែលត្រូវដោះស្រាយជីវិតមនុស្សខ្លីណាស់យើងមិនមានពេលវេលាច្រើនទេបញ្ហាព្រំដែនបញ្ហាអន្តោប្រវេសន៍បញ្ហាក្រីក្របញ្ហារំលោភសិទ្ធិមនុស្សបញ្ហាសេដ្ឋកិច្ចដើរមិនទាន់គេរាប់10ឆ្នាំរាប់រយឆ្នាំយើងមានបញ្ហាដែលត្រូវឲ្យប្រទេសយើងខ្លាយទៅជាប្រទេសអភិវឌ្ឍជឿនលឿនប្រទេសមានអរិយធម៌កិច្ចការទាំងអស់នឹងគឺយើងត្រូវដោះស្រាយយើងមិនមែននាំគ្នាមកគិតតែរឿងឆ្លោះប្រកែកគ្នាពាក្យសម្ដីអត់ប្រយោជន៍ខ្ញុំមិនគ្រប់គ្រងហើយខ្ញុំយល់ថានេះជារឿងផ្ទាល់ខ្លួនរបស់អ្នកនយោបាយម្នាក់ប៉ុន្តែ
ក្នុងគណៈដឹកនាំគណៈបកសង្គ្រោះជាតិមិនចង់ចូលទៅក្នុងរឿងផ្ទាល់ខ្លួនទេខ្ញុំចង់ដោះស្រាយបញ្ហាជាតិខ្ញុំមិនចង់ចំណាយពេលថ្ងៃមួយថ្ងៃគិតតែពីឆ្លោះប្រកែកគ្នាគិតតែប្រើពាក្យសម្ដីវាយប្រហារគ្នាគ្មានទីបញ្ចប់វាធ្វើឲ្យប្រជាពលរដ្ឋយើងខ្លាចទៅជាប្រជាពលរដ្ឋដែលមានជំងឺផ្លូវចិត្តហើយឥឡូវហ្នឹងមួយថ្ងៃម្នាក់ដេកឈឺចិត្តឃើញអំពើអយុត្តិធម៌ជាពិសេសមកវាយតម្រាំងរិះនៅក្នុងទីស្នាក់ការកន្លែងដែលគាត់ធ្វើការហ្នឹងវាស្ទើរថាប្រទេសកម្ពុជាយើងមិនដឹងយកមុខទៅទុកនៅកន្លែងណាទេបាទប៉ុន្តែយ៉ាងណាក៏ដោយចុះខ្ញុំក៏ចង់សួរការវាយតម្លៃរបស់អាដាមដែរបើឯកអាដាមវាយតម្លៃថាតើការធ្វើបាតកម្មដើម្បីបកឲ្យដល់មានអំពើហិង្សាបែបនេះក្រុមណាដែលជាអ្នកបកខ្ញុំទុកឲ្យអ្នកសារព័ត៌មានទុកឲ្យប្រជាពលរដ្ឋជាអ្នកឆ្លើយខ្ញុំមិនចង់ចោទប្រកាន់ក្រុមណាទេប៉ុន្តែការធ្វើនេះគឺមានលក្ខណៈជាប្រព័ន្ធហើយខ្ញុំមិនចោទប្រកាន់បុគ្គលណាទេឥឡូវទុកឲ្យក្រសួងមហាផ្ទៃស៊ើបអង្កេតហើយចាត់វិធានការចំពោះទង្វើខុសច្បាប់បទអក្រិតទាំងប្រមាណនឹងទុកឲ្យក្រសួងមហាផ្ទៃធ្វើការចាត់វិធានការសិនទៅខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយទេចាំដល់ចាំតាមដានមើលសកម្មភាពក្រសួងមានសមត្ថកិច្ចនឹងរាជរដ្ឋាភិបាលគេចាត់វិធានការយ៉ាងម៉េចចំពោះជនអក្រិតទាំងអស់ហ្នឹងបាទអាដាមយើងបានដំណឹងពីភ្នំពេញថាការដែលធ្វើនីតិវិទ្យាអ្នកស្ដាប់បន្ថែមយប់នេះអញ្ជើញអាដាមមកផ្ទាល់អាដាមមានការព្រួយបារម្ភពីសុវត្ថិភាពដែរហើយចូលតាមទូរស័ព្ទអាដាមតាពេលនេះសុវត្ថិភាពរបស់អាដាមផ្ទាល់សុវត្ថិភាពរបស់តំណាងរាស្ត្រទាំងអស់យ៉ាងម៉េចដែរហើយអាដាមមានវិធានការបែបណាដើម្បីរក្សាសុវត្ថិភាពពួកគាត់បាទទាំង55រូបកំពុងមានការព្រួយបារម្ភអំពីសុវត្ថិភាពតែល្ងាចនេះដោយសារតែខ្ញុំទើបតែប្រជុំចប់អំបញ្ញមិញហើយធ្វើដំណើរមកតាមផ្លូវហើយខ្ញុំប៉ាន់ពេលវេលាទៅមិនអាចទៅដល់តាន់ហើយខ្ញុំក៏សូមឲ្យអស៊ីសេរីធ្វើការតាក់ទងខ្ញុំតាមទូរស័ព្ទពីខ្ញុំទើបតែចុះពីលើឡានអំបញ្ញមិញទេបាទក៏ប៉ុន្តែវិធានការដើម្បីការពារសុវត្ថិភាពពួកគាត់បែបណាខ្លះបាទបើនៅក្នុងមុខរដ្ឋសភាទៅហើយមានគេអូសចេញពីប្រជុំរដ្ឋសភាមកមានគេអូសចេញពីឡានមកវាយទៀតហ្នឹងតើយើងក៏យល់ថាតើពួកគាត់នឹងព្រួយបារម្ភពីស្ថានភាពសុវត្ថិភាពរបស់ប្រកាន់ភាពអត់ធ្មត់ជានិច្ចធ្វើទង្វើល្អខ្ញុំជឿទៅលើទង្វើល្អខ្ញុំជឿទៅលើយុត្តិធម៌ហើយខ្ញុំជឿថាសហគមន៍អន្តរជាតិហើយនឹងបណ្ដាប្រទេសមហាអំណាចធំដែលជាប្រទេសគោរពច្បាប់ប្រទេសមានលទ្ធិប្រជាធិបតេយ្យហើយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់យុត្តិធម៌ទូទាំងប្រទេសខ្ញុំជឿថាគាត់នឹងមិនអោបដៃនៅស្ងៀមមើលឃើញទង្វើអយុត្តិធម៌បែបនេះទេគាត់ប្រកាសជាបញ្ចេញមតិគាត់ប្រកាសជាជួយធ្វើយ៉ាងម៉េចតម្រែតម្រង់អ្នកដែលបានប្រព្រឹត្តខុសនឹងកុំឲ្យប្រព្រឹត្តអំពើហិង្សានៅក្នុងសង្គមខ្មែរតទៅទៀតបើយើងនៅតែបន្តការធ្វើបែបនេះទៀតបរទេសគេសើចណែពួកបរទេសជិតខាងយើងដែលមហិច្ឆតារបស់គេចង់តែលេបត្របាក់ទឹកដីយើងគ្មានថ្ងៃបញ្ចប់នោះគេនឹងសើចឃើញខ្មែរយើងជួបគ្នាគេនឹងសើចយើងខំប្រឹងអត់ធ្មត់ដល់កម្រិតខ្ពស់ដើម្បីធ្វើម៉េចកុំឲ្យមានការប្រេះស្រាំមានការបែកបាក់សាមគ្គីផ្ទៃក្នុងបែកបាក់ការឯកជាតិគឺគណៈបកសង្គ្រោះជាតិនៅតែបន្តយកប្រកាន់ភាពអត់ធ្មត់នឹងតដោះស្រាយបញ្ហាតាមផ្លូវច្បាប់បាទមុននឹងខ្ញុំទៅជែកជាមួយនឹងលោកវាគ្មិនពីររូបទៀតខ្ញុំចង់អាដាមរៀបរាប់ជូនប្រជាពលរដ្ឋអ្នកស្ដាប់បន្តិចថាតើស្ថានភាពរបួសរបស់តំណាងរាស្ត្រពីរនាក់នោះមកដល់ពេលនេះយ៉ាងម៉េចទៅហើយលោកញយចម្រើនយ៉ាងណាលោកគង់សុភាយ៉ាងណាបាទធ្ងន់ធ្ងរលោកញយចម្រើនគាត់បាក់ដៃបាក់ឆ្អឹងដៃហើយបាក់ខ្ទង់ច្រមុះហើយលោកសុភាលោកគង់សុភាក៏មានបាក់ខ្ទង់ច្រមុះហើយកំពុងតែព្យាបាលនៅទីពេទ្យអន្តរជាតិមួយឈ្មោះ SOS ហើយខ្ញុំមិនដឹងថាស្ថានភាពគាត់នឹងយ៉ាងម៉េចទេពីព្រោះខ្ញុំទុកតែបើចប់ការងារនៅទីស្នាក់ការអំបញ្ញមិញបាទហើយក៏មានអ្នកតំណាងរាស្ត្រមកចំនួនហ្នឹងគាត់មិនហ៊ាននឹងស្នាក់នៅផ្ទះផងឥឡូវហ្នឹងគាត់គេចខ្លួនទៅនៅតាមកន្លែងសុវត្ថិភាពហើយយើងមានការព្រួយបារម្ភអំពីសុវត្ថិភាពហើយយើងមិនដឹងថាតើយើងប្រជុំសភាយ៉ាងម៉េចទេចាំមើលស្អែកនេះយើងនឹងជជែកគ្នាទៀតយើងនឹងគិតគូរថាត្រូវធ្វើយ៉ាងដូចម្តេចទៀតពីព្រោះបើគេមកវាយអ្នកតម្រាងគ្នានៅនឹងរដ្ឋសភាហើយតើច្បាប់នឹងអាចនឹងពឹងពាក់បានតទៅទៀតទេស្ថាប័នរាជរដ្ឋាភិបាលដែលធានាអានថាមានសន្តិភាពមានយុត្តិធម៌ការពារសុវត្ថិភាពប្រជាពលរដ្ឋការពារសុវត្ថិភាពអ្នកធ្វើការទាំងអស់នឹងអ្នកវិនិយោគទុននឹងតើការពារបានទៀតឬទេបើក៏មកតំណាងរាស្ត្ររបស់ប្រទេសខ្លួនការពារមិនបានផងចុះតម្រាំតែអ្នកវិនិយោគទុនដែលគេអញ្ជើញមកពីក្រៅប្រទេសនោះទៅការពារយ៉ាងដូចម្តេចទៅអានឹងវាប៉ះពាល់ធ្ងន់ធ្ងរចឹងហើយក្រសួងមហាផ្ទៃគឺជាអ្នកដែលទទួលខុសត្រូវនៅក្នុងការស្វែងរកបទជនដែលប្រព្រឹត្តបទល្មើសនឹងដើម្បីចាប់យកមកកាត់ទោសហើយដើម្បីជំរះរឿងនឹងឲ្យមានការបង្កឲ្យមានការជឿទុកចិត្តទៅលើស្ថាប័នរដ្ឋនឹងឡើងវិញហើយបើសិនជាយើង
បើសិនជាមិនដូចនេះទេយើងមានការព្រួយបារម្ភចំពោះស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាបាទសូមអរគុណលោកអាដាមយឹមសវណ្ណសូមអាដាមនៅជាមួយយើងសិនខ្ញុំនឹងងាកមកពិភាក្សាជាមួយនឹងលោកវាគ្មិនពីររូបទៀតដែលកំពុងនៅក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរីនៅក្រុងភ្នំពេញខ្ញុំចង់ចាប់ផ្ដើមជាមួយនឹងលោកនីចរិយាប្រធានផ្នែកអង្គការរបស់សមាគមអាតហុកលោកចរិយាលោកបានដូចខ្ញុំបានសួរលោកមនីរដ្ឋពីខាងដើមចឹងលោកបានតាមដានសកម្មភាពបាតកម្មនឹងច្រើនលើកណាស់នៅប្រទេសកម្ពុជាតើលោកសង្កេតឃើញថាលោកជាអ្នកច្បាប់ផងតើលោកសង្កេតឃើញថាតើនីតិរដ្ឋនៅប្រទេសកម្ពុជានឹងមានស្ថានភាពបែបណាមានភាពស្រកស្មើគ្នាទេក្នុងការធ្វើបាតកម្មនេះបាទសូមអញ្ជើញបាទសូមអរគុណហើយជាបឋមសូមជម្រាបសួរបងប្អូនជាពលរដ្ឋទាំងអស់ដែលកំពុងតាមដានស្ដាប់វិទ្យុអាស៊ីសេរីនេះពីព្រឹកពេញនេះខ្ញុំបានធ្វើការអង្កេតទៅលើសកម្មភាពនៃការធ្វើបាតកម្មនៅមុខរដ្ឋសភានេះដោយយកចិត្តទុកដាក់ដែលមានក្រុមការងាររបស់យើងជាច្រើនអ្នកទៀតនៅក្នុងព្រឹត្តិការណ៍ថ្ងៃនេះខ្ញុំសង្កេតឃើញចំណុច3ផ្សេងគ្នាដែលជាចំណុចសំខាន់ទី1យើងឃើញថាការអនុវត្តច្បាប់ធ្វើបាតកម្មដោយសន្តិវិធីដោយក្រុមបាតកោទី2ការពាររបស់អាជ្ញាធរនិងទី3តកតទៅនឹងការប្រតិបត្តិរបស់សមត្ថកិច្ចនៅក្នុងពេលដែលធ្វើបាតកម្មចំណុច2ធំដែលយើងមានការឃើញថាមានភាពខុសគ្នាគឺទី1បើយើងប្រៀបធៀបជាមួយនឹងការធ្វើបាតកម្មនាពេលកន្លងមកជាមួយនឹងក្រុមសហគមន៍បង្កក់ក្រមប្រជាពលរដ្ឋរឿងដីធ្លីដែលធ្វើការដាក់ញត្តិទៅខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីក៏ដូចជាបាតកម្មដែលរៀបចំឡើងដោយគណៈបកនយោបាយឬក៏ក្រុមផ្សេងដែលជាបាតកម្មអហិង្សានោះយើងឃើញតែងតែមានការវាយប្រក្រាបនិងរារាំងដោយរនាំងដែកយ៉ាងមាំទាំពីសំណាក់កងកម្លាំងប្រដាប់អាវុធដោយមានការអន្តរាគមន៍ពេលខ្លះរហូតទៅដល់មានកម្លាំងយោធាទៀតផងនេះជាចំណុចមួយដែលយើងឃើញថាព្រឹកមិញពីព្រឹកមកខ្ញុំបានធ្វើការសង្កេតតាំងពីព្រលឹមរហូតដល់ម៉ោង11ប្រហែលជា20នាទីយើងឃើញអត់មានអំពើហិង្សាឯកើតឡើងទេហើយអ្វីដែលខ្ញុំមានការចាប់អារម្មណ៍ឃើញថាអាជ្ញាធរក្រុងភ្នំពេញបានផ្ដល់សិទ្ធិសេរីភាពទៅដល់ប្រជាពលរដ្ឋឲ្យបញ្ចេញមតិទៅតាមអ្វីដែលមានចែងនៅក្នុងច្បាប់គឺថាមិនបានមករារាំងមិនបានមករំខានទៅដល់សិទ្ធិរបស់ពលរដ្ឋក្នុងការធ្វើបាតកម្មនោះដោយសន្តិវិធីអញ្ចឹងលោកចង់មានប្រសាសន៍ថាអ្វីដែលធ្វើព្រឹកមិញហ្នឹងគឺថាតាមច្បាប់តាមអ្វីដែលអាជ្ញាធរគួរតែធ្វើកន្លងមកហ្នឹងហើយបាទគឺខ្ញុំចង់និយាយថាព្រឹកមិញនេះគឺអាជ្ញាធរបានអនុវត្តតាមច្បាប់ស្តីអំពីការធ្វើបាតកម្មដោយសន្តិវិធីបានត្រឹមត្រូវដោយមិនបានទៅប្រក្រាបមិនបានទៅវាយបំបែកអីក្រុមបាតកោក៏ប៉ុន្តែចំណុច2ដែលអាជ្ញាធរមិនបានអនុវត្តដែរគឺនៅក្នុងច្បាប់ស្តីអំពីការធ្វើបាតកម្មកាលណាមានការធ្វើបាតកម្មអញ្ចឹងអាជ្ញាធរត្រូវតែបញ្ជូនកម្លាំងការពារសន្តិសុខការពារបាតកោឬក៏បង្ការខ្លាចមានបាតកម្មណាផ្សេងទៀតមកប្រឆាំងអីចឹងទៅគឺថាគេត្រូវឲ្យមានប៉ុន្តែចម្លែកព្រឹកមិញគឺថាសេរីភាពនឹងហាក់ដូចជាបើកឲ្យហើយក៏ប៉ុន្តែมันមានការពារទេចឹងហើយបាននៅម៉ោងប្រហែលជា11ជាងដែលផ្ទុះអំពើហិង្សាឡើងគឺគ្មានសមត្ថកិច្ចសម្រាប់ការពារនេះជាកំហុសឆ្គងរបស់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងទីក្រុងភ្នំពេញដែលមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងក្របខ័ណ្ឌច្បាប់ស្តីអំពីការធ្វើបាតកម្មចំណុចមួយទៀតដែលតកតងទៅនឹងការប្រៀបធៀបរវាងការធ្វើបាតកម្មពីព្រឹកមិញជាមួយនឹងការធ្វើបាតកម្មកន្លងមករបស់អ្នកបង្កក់អីហ្នឹងគឺជាឧទាហរណ៍ជាក់ស្ដែងសម្រាប់ឲ្យយើងយកមកធ្វើការសិក្សាក៏ដូចជាយកមកធ្វើការអនុវត្តគឺអាជ្ញាធរត្រូវតែអនុវត្តចាប់ពីពេលនេះទៅដូចការអនុវត្តព្រឹកមិញចឹងឲ្យតែមានបាតកម្មទោះបីជាបាតកម្មនោះមកពីក្រុមណានិន្នាការណាក៏ដោយមិនត្រូវវាយប្រក្រាបទេ
នឹងបានយើងចាត់ទុកថាអាជ្ញាធរអនុវត្តដោយគ្មានស្តង់ដារ2ឬក៏មិនមានការរើសអើងអញ្ចឹងខ្ញុំគិតថាដែលយើងអាចធ្វើការប្រៀបធៀបបានដែលកន្លងមករហូតទៅដល់អាជ្ញាធរបក្រាបមានស្លាប់មានរបួសកម្មករអីជាដើមអានឹងសុទ្ធតែជាការអនុវត្តខុសនីតិវិធីត្រង់នោះហើយដែលធ្វើឲ្យសហគមន៍ជាតិនិងសហគមន៍អន្តរជាតិកន្លងមកមានការថ្កោលទោសថាអនុវត្តខុសច្បាប់បាតុកម្មហ្នឹងគឺថាយើងមើលឃើញឥឡូវនេះព្រឹកមិញនេះជាឧទាហរណ៍មួយជាក់ស្ដែងថាអនុវត្តត្រូវអញ្ចឹងគឺអត់មានមកប្រក្រាបអត់មានមកប្រើអាវុធមានមកអីដល់ឲ្យធ្វើឲ្យបាតុកររបួសទេខុសពីពេលមុនបាទខ្ញុំសូមផ្អាកលោកប៉ុណ្ណឹងសិនយើងនឹងទៅជែកគ្នាប្រហែលជាមួយដុំ20នាទីទៅខាងមុខទៀតប៉ុន្តែខ្ញុំចង់ងាកមកលោកកែមលីម្ដងលោកដែលជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនឹងមានអ្នកសួរម្នាក់មកពីខេត្តស្វាយរៀងលោកដាក់ឈ្មោះថារាជសីខ្ញុំចង់ចាប់ផ្ដើមដោយសំណួររបស់គាត់ហើយចង់ឲ្យលោកបណ្ឌិតកែមលីឆ្លើយនៅសំណួរនេះបាទសូមអញ្ជើញលោករាជសីពីខេត្តស្វាយរៀងសូមអញ្ជើញដាក់សំណួរនេះបាទបាទវាសួរលោកវិក្កាមនឹង3នឹងព្រមនឹងមករួចផងដែរបាទជំរាបសួរបាទហើយខ្ញុំក៏សូមជម្រាបសួរដល់បងប្អូនទូទាំងប្រទេសហើយនៅក្រៅប្រទេសផងដែរខ្ញុំពិតជាមានការសោកស្ដាយខ្ញុំគិតថាលោកនាយករដ្ឋមន្ត្រីគាត់ចង់បកសង្គ្រាមមែនឬបានជាគាត់ជំហរគាត់និយាយដូចជាហាក់ដូចជាទឹកគាត់ថាអីប្រសិនបើឯងគិតថាលេងល្បែងលេងកំខឹងបើខឹងកំលេងតែឥឡូវបើតាមខ្ញុំគិតសញ្ញាដូចជាផ្ដោតថាឲ្យដូចជាដូចគាត់ថាគាត់ថាបើគាត់ចាញ់ឆ្នោតនៅអាណត្តិក្រោយមានសង្គ្រាមឥឡូវមិនទាន់ដឹងអីផងស្រាប់ឥឡូវដូចជាមានសញ្ញាមកថាចង់កោតហើយតំណាងគ្រឹះគណៈបកសង្គ្រោះជាតិពីររូបថ្ងៃនេះរងរបួសធ្ងន់ហើយចូលបើសិនជាថ្ងៃក្រោយដោយអាយដាមយមសវណ្ណនិយាយហ្នឹងថាតំណាងគ្រឹះមួយចំនួនមិនសូវដូចជាបាននៅក្នុងគេឋានបានពីខ្លួនអញ្ចឹងហើយចូលបើសិនមកពីថ្ងៃក្រោយចាញ់ឆ្នោតអញ្ចឹងគាត់វាយរឿងអស់គាត់សម្រាប់បងគាត់មកវិញបាទអរគុណរាជសីបាទអរគុណត្រឹមនឹងបាទសូមអញ្ជើញលោកបណ្ឌិតកែមលីតើនេះជាសញ្ញាបង្ហាញថានឹងអាចមានសង្គ្រាមកើតឡើងទេបើសិនជាអ្នកឯងហ៊ានធ្វើបែបនេះខ្ញុំនឹងបង្ហាញសាច់ដុំដាក់ថាអ្នកអាចអូសអ្នកឯងវាយនៅមុខរដ្ឋសភាក៏បានដែរសូមអញ្ជើញលោកកែមលីបាទសូមអរគុណខ្ញុំគិតថាมันជាសញ្ញាដែលធ្វើឲ្យមានសង្គ្រាមនេះពីព្រោះមានសង្គ្រាមវាត្រូវការមានកម្លាំងទ័ពទ្វេបានន័យថាពីរភាគីប៉ុន្តែគ្រាន់តែព្រឹត្តិការណ៍ដែលកើតឡើងខ្ញុំពិនិត្យមើលអ្នកនិពន្ធតែមួយទេអ្នកនិពន្ធតែមួយហ្នឹងដដែលទៀតបើខ្ញុំអានសភៅខ្ញុំមិនទាន់បានមើលអ្នកនិពន្ធទេប៉ុន្តែមើលខ្លឹមសារសភៅហ្នឹងយើងដឹងថាអ្នកណាអ្នកសរសេរពាក្យពេចន៍ដដែលរបៀបរៀបចំរបៀបដាក់បញ្ហារបៀបស្រាយបញ្ហាដដែលបោកគ្រាប់បែកនៅមុខរដ្ឋសភាបាញ់ជ័យវិជាព្រឹត្តិការណ៍ស្ទឹងមានជ័យស្ពានក្បាលខ្នល់សួនស្កណាឌីយ៉ាស្ពាននៀកឬមួយក៏ព្រឹត្តិការណ៍នៅមុខរដ្ឋសភាហ្នឹងបើយើងមើលស្នាដៃមនុស្សដដែលទេមនុស្សតែមួយទេហើយសួរថាមនុស្សហ្នឹងមនុស្សអ្នកណាមនុស្សដូចម៉ៃថៃសាន់អញ្ចឹងចំណាំម៉ៃថៃសាន់គឺជាអ្នកកីឡាករល្បីមួយខាងវាយបុកបាទនៅពេលដែលគាត់វាយជាលក្ខណៈអាជីពចាញ់ Holyfield អញ្ចឹងនៅពេលដែលចាញ់ Holyfield គាត់ចាប់ផ្ដើមខំសកជាចឹងគ្រាន់តែវាយតាមច្បាប់មិនបានវាយតាមច្បាប់អត់បានលេងខំសកជាអាហ្នឹងខុសច្បាប់ហើយខុសច្បាប់ហ្នឹងខ្ញុំមើលទៅឃើញរបៀបអ្នកនិពន្ធហ្នឹងគឺចរិតបែបហ្នឹងអកប្បកិរិយាបែបហ្នឹងសម្រាប់លេងនៅក្នុងឆាកនយោបាយប្រទេសកម្ពុជាណាហើយខ្ញុំមើលមួយទៀតខ្ញុំសម័យថាបើសិនជាបាតកោហ្នឹងជាខាងអង្គការសង្គមស៊ីវិលទៅវិញឬក៏ខាងគណៈបកប្រឆាំងទៅវិញហើយមានរដ្ឋសភាចេញពីឡានមកវាយមកអីចឹងខ្ញុំសម័យឃើញតុលាការឬមួយក៏ញ៉ាត់អីហ្នឹងគឺចាប់ដើមថ្កោលទោសច្រើនចំពោះបាតកោហើយអាចនឹងមានអ្នកជាប់គុកច្រើនហើយអ្នកនៅពីក្រោយហ្នឹងអាចនឹងជាប់បណ្ដឹងទៅតុលាការប៉ុន្តែខ្ញុំឃើញឆាកឈុតនេះអាចនឹងបើសិនជាអ្នកធំក៏អត់បានទៅស្រុកបារាំងបាតកោហ្នឹងអាចថាគេសែងប្រគុណយកទៅឲ្យទៀតខៃលោកគាត់រៀកនោមអីដោយការជំនាន់ជុំមៃអីគេសែងប្រគុណយកទៅឲ្យមិនត្រឹមតែមិនចាប់ទេគឺអាចសែងប្រគុណយកទៅឲ្យជុះនោមទៀតខ្លាចបាតកោហ្នឹងរៀកនោមអត់មានកន្លែងជុះយើងសម័យមើលករណីមួយគឺបនសំណាងហើយនឹងស្រុកคนอื่นបាទអញ្ចឹងខ្ញុំគិតថាអ្នកដែលប្រព្រឹត្តហ្នឹងអាចជាអ្នកប្រព្រឹត្តសុបនិមិត្តទៅទៀត
អាចដោយករណីបនសំណាងឬក៏សុកសំអឿនចឹងហៅយកមកចោតប្រកាន់គេហៅស្វាស៊ីបាយលៀបមាត់ប៉ែប៉ុន្តែខ្ញុំមើលព្រឹត្តិការណ៍ហ្នឹងរបៀបជាខឹងគោវៃអង្គលទេបាទន័យថាខឹងមានការបាតកម្មនៅអាមេរិកមានការបាតកម្មនៅបារាំងមិនដឹងថាទៅវៃគោយ៉ាងម៉េចគោរត់លឿនដែរគោវាធ្វើដំណើរលឿនវាអត់មានអីនៅទាំងអង្គលហ្នឹងយកអាខ្សែទៅវៃទាំងអង្គលហ្នឹងហើយអាណិតនៅពេលដែលឃើញរដ្ឋសភាសមាជិករដ្ឋសភាគង់សុភាឬមួយក៏ញ័រចម្រើននេះក៏អត់ដឹងរឿងក៏អត់ចូលលេងនៅក្នុងលបាយហ្នឹងស្រាប់តែទៅខឹងគោមកវៃអង្គលអញ្ចឹងខ្ញុំគិតថាមើលស្ថានភាពបើខ្ញុំមើលស្ថានភាពដូចនៅស្រីលង្កាខ្ញុំធ្លាប់ទៅស្រីលង្កាដោយពួកខ្លាតាមិលហ្នឹងណាពាក្យខ្មែរយើងពីដើមគេថាពួកថ្មិលហ្នឹងគឺអត់ខ្វល់ទេគឺប្រើអំពើហិង្សាកាប់សម្លាប់បាញ់វៃអត់ត្រាបណ្ណ័យអត់មានអាណិតអាសូរហើយឆ្លុះបញ្ចាំងថានៅពេលដែលសមាជិកសភាមានអភ័យឯកសិទ្ធិមានអង្គរៈមានតកងឡានហើយមានអ្នកបើកបរហើយនៅមុខរដ្ឋសភាទទួលរងការវាយរបៀបនេះរបៀបជាអសន្នសុខរបៀបនេះហើយយើងអះអាងថាប្រទេសនឹងអសន្នសុខរបស់គាត់ដែលអះអាងគឺមានន័យថាអត់មានសង្គ្រាមប៉ុន្តែចំពោះអសន្នសុខមនុស្សជាតិគេហៅ human security គឺអត់មានទេនៅស្រុកខ្មែរយើងនឹងគឺមានការភ័យខ្លាចសម្បើមណាស់ភ័យខ្លាចមិនគឺកាលណាយើងអនុវត្តរបៀប mafia អញ្ចឹងមានន័យថាចង់សម្លាប់អ្នកណាក៏បានចង់ចោទអ្នកណាក៏បានចង់ចាប់អ្នកណាក៏បានចង់វាយអ្នកណាក៏បានរបៀបអាណាធិបតេយ្យអញ្ចឹងវាឆ្លុះបញ្ចាំងនៅអសមត្ថភាពនៅក្នុងការគ្រប់គ្រងប្រទេសទៅវិញវាឆ្លុះបញ្ចាំងនៅអសមត្ថភាពនៅក្នុងការធានាសន្តិសុខបដកវិញតាមពិតនៅក្នុងសង្គមប្រជាធិបតេយ្យសេរីភាពការបញ្ចេញមតិការចូលរួមមតិឬក៏ការធ្វើបាតកម្មដោយអហិង្សានឹងគេត្រូវលើកកម្ពស់គេត្រូវគាំទ្រណាប៉ុន្តែរដ្ឋមួយត្រូវធានានៅសន្តិសុខកុំឲ្យកើតហេតុផលអសន្តិសុខឬមួយហិង្សាកើតឡើងបាទលោកបណ្ឌិតមិញនេះខ្ញុំបានសួរអ្នកនាំពាក្យរបស់គណៈបកសង្គ្រោះជាតិគឺអាដាមយឹមសវណ្ណតែចោទទៅខាងណាគាត់មិនទាន់ចោទទេក៏ប៉ុន្តែបើតាមស្ដាប់ប្រសាសន៍របស់លោកបណ្ឌិតមានប្រសាសន៍ថាប្រហែលជាការធ្វើបាតកម្មនឹងគឺជាការឡងទៅវិញដែលហេតុថាមានការរៀបចំនៅប៉ារីមានការរៀបចំនៅញូវយ៉កអីជាដើមដូច្នេះចំពោះលោកបណ្ឌិតគឺនេះជាការរៀបចំរបស់គណៈបកប្រជាជនកម្ពុជាហើយមែនទេខ្ញុំគិតថាទោះបីជាក្មេងឬក៏មហាជនគាត់យល់ថាអ្នកនិពន្ធជាអ្នកណាអត់មានអ្នកណាក្រៅពីម៉ៃថៃសាន់ហ្នឹងឯងគឺជាអ្នកកីឡាករដល់3ហើយបកកែខំទឹកជាគេខំដល់ឈាមទៀតឈាមហូរហើយគេមើលឃើញសាធារណជនលើពិភពលោកក៏គេដឹងដែរមិនមែនត្រឹមតែលោកយឹមសវណ្ណដែលជាអ្នកតំណាងរាស្ត្រទេខ្ញុំគិតថាប្រជាជនដឹងទាំងអស់ទៅគ្នាប៉ុន្តែទោះជាយ៉ាងណាក៏ដោយចុះអ្នកនាំពាក្យរបស់គណៈបកប្រជាជនកម្ពុជាលោកសុកអេសានគាត់ធ្វើពិតតែគាត់ទទួលសារភាពថាមានបាតកោនឹងគឺជារបស់គណៈបកប្រជាជនកម្ពុជាក៏ដោយប៉ុន្តែគាត់ថាអ្វីដែលបំណងរបស់អ្នករៀបចំនឹងឲ្យមានសុខសន្តិភាពទេប៉ុន្តែគឺដោយសារតែមកពីមានជនទី3ជនឱកាសនិយមដែលចូលរួមមកបង្កើតឲ្យមានអំពើហិង្សានេះបាទអញ្ចឹងខ្ញុំសូមអញ្ជើញលោកអ្នកនាងហើយនិងលោកវិក្កាមទាំងអស់ស្ដាប់ប្រសាសន៍របស់លោកសុកអេសានដែលជាអ្នកនាំពាក្យរបស់គណៈបកប្រជាជនកម្ពុជាបន្តិចសិនបាទខ្ញុំយល់ថាមិនមែនបាតកម្មរបស់គណៈបកប្រជាជនកម្ពុជាទេពីព្រឹកមិញខ្ញុំក្នុងនាមជាអនុប្រធានគណៈកម្មការទី1រដ្ឋសភាខ្ញុំបានចេញទៅទទួលញត្តិផ្ទាល់ហើយខ្ញុំបានជួបបងប្អូនផ្ទាល់ខ្ញុំសួរច្បាស់ហើយថាតើសមាជិកភាពជើញពីខាងណាមកគេថាចម្រុះក្នុងនឹងមានគណៈបកប្រជាជនផងមានគណៈបកសង្គ្រោះជាតិផងហើយខ្ញុំសួរថាគោលបំណងនឹងសនុពោចង់មករកស្អីយ៉ាងម៉េចគាត់ថាគាត់មានការស្អីក្អាលនឹងការនៃសកម្មភាពក៏ដូចជាពាក្យសម្ដីរបស់អាដាមកម្មសខាក្នុងនាមជាអនុប្រធានទី1រដ្ឋសភាដែលគាត់និយាយទៅធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនឹងវាមានការភ័យខ្លាចវាមានការព្រួយបារម្ភនៅក្នុងចិត្តរបស់គាត់ពីបញ្ហាការប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃអញ្ចឹងទេបានគាត់មកទាមទារដើម្បីឲ្យអាយដាមកម្មសខានឹងចុះចេញពីតំណែង
ហើយខ្ញុំមិនយល់ថាបងប្អូនធ្វើនឹងយល់ដឹងអំពីច្បាប់ឬមិនយល់ដឹងពីច្បាប់យ៉ាងណាយើងក៏មិនដឹងពីព្រោះសមាជិកវាចម្រុះណាហើយបញ្ហាសំខាន់ខ្ញុំចាប់អារម្មណ៍ទៅលើអីសមាជិកទី3ទេគេវាមកអុកឡុកអញ្ចឹងធ្វើម៉េចឲ្យវាមានល្អកករវាងគណៈបកទាំងពីរនៅធ្ងន់ធ្ងរថែមណាវាមានជនឱកាសនិយមវាអាចចូលមកធ្វើអុកឡុកជួនណាអ្នកដែលធ្វើនឹងវាគេធ្វើវាមានគោលការណ៍ត្រឹមត្រូវដោយអហិង្សាអីស្រាប់តែមកទៅវាមានអាអ្នកដែលឆ្លៀតឱកាសអាចហៅថាជនឱកាសនិយមហ្នឹងវាធ្វើម៉េចឲ្យសភាពការហ្នឹងវាខុសអំពីគោលបំណងនឹងសំណុំពរដែលចង់បានអាហ្នឹងដែលចង់ថាសមាជិកទី3ហ្នឹងដែលថាអ្នកផ្ដើមធ្វើហ្នឹងវាមិនបានដឹងណាអាហ្នឹងឧទាហរណ៍អញ្ចឹងអ្នកផ្ដើមធ្វើហ្នឹងគឺថាប្រជាពលរដ្ឋទូទៅហើយសមាជិកចម្រុះមិនមែនតែគណៈបកប្រជាជនទេដែលខ្ញុំជួបព្រឹកមិញហ្នឹងមកចម្រុះគ្នាអញ្ចឹងទេมันអាចថាគណៈបកណាដឹកនាំគណៈបកណាមិនដឹកនាំទេមកនឹងមកប្រជាជនដោយទាំងមន្ត្រីរាជការខ្លះផងបើតាមមើលនោះបាទនេះគឺជាការលើកឡើងរបស់លោកសុកអេសានដែលជាអ្នកនាំពាក្យរបស់គណៈបកប្រជាជនកម្ពុជាអាដាមយឹមសវណ្ណអាដាមទទួលបានទេថានេះគឺជាការអ្នករៀបចំដំបូងនឹងគឺរៀបចំដោយអហិង្សាទេប៉ុន្តែមានជនទី3ចូលមកនឹងបាទសូមជឿអាដាមហៅបាទខ្ញុំអត់លឺសោះមិនបាត់មួយឆ្នាំបាត់ហើយអញ្ចឹងបាទលោកសុកអេសានគាត់សារភាពថាគាត់បានចេញមកទទួលញាតរបស់បាតកោនឹងដែរហើយតាមតែគាត់ដឹងគឺមានសមាជិកចម្រុះគឺគណៈបកប្រជាជនកម្ពុជាផងគណៈបកសង្គ្រោះជាតិផងប្រជាពលរដ្ឋសាមញ្ញមន្ត្រីរាជការផងហើយគាត់មានប្រសាសន៍ថាការដែលរៀបចំនេះប្រហែលជាអ្នករៀបចំនឹងធ្វើឲ្យមានអំពើហិង្សាទេក៏ប៉ុន្តែមានជនឱកាសនិយមទី3នឹងដើម្បីចូលមកក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាពរវាងគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិអាដាមយល់យ៉ាងម៉េចដែរបាទខ្ញុំយល់ឃើញថាអ្នកសង្កេតការសារព័ត៌មានសង្គមស៊ីវិលគាត់បានវិភាគនិងបានផ្ដល់នៅព័ត៌មានទាំងអស់នឹងចប់សពគ្រប់ហើយខ្ញុំមិនចង់ធ្វើអធិប្បាយទៀតទេប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺក្រសួងមហាផ្ទៃត្រូវចាប់ជនល្មើសយកមកកាត់ទោសដើម្បីបង្ហាញទៅមតិជាតិនិងអន្តរជាតិថាប្រទេសនេះជាប្រទេសដែលមានការគោរពច្បាប់ប្រទេសនេះជាប្រទេសដែលមានស្ថាប័នជាតិប្រជាធិបតេយ្យដែលគួរជឿទុកចិត្តបានអ្នកដែលប្រព្រឹត្តបទល្មើសត្រូវតែយកមកកាត់ទោសតែបើសិនជាយើងបណ្ដោយឲ្យដូចជាករណីមុនករណីប្រព្រឹត្តបទល្មើសមុនបណ្ដោយឲ្យមានការរួចទោសទៅអានឹងខ្ញុំមិនមែនចោទទៅលើអ្នកណាទេណាប៉ុន្តែឥឡូវនេះគឺផតតាំងមានគ្រប់គ្រាន់ហើយកាមេរ៉ាសុវត្ថិភាពនៅសភាកាមេរ៉ាសុវត្ថិភាពនៅឋានទូតអូស្ត្រាលីក្រសួងមានសមត្ថកិច្ចស្នើសុំទៅស្ថាប័នទាំងអស់ហ្នឹងទៅដើម្បីបង្ហាញផតតាំងយកផតតាំងជាក់ស្ដែងហើយក៏មានតាមប្រព័ន្ធ Facebook តាមអីដែលគេថតបានហ្នឹងគឺគ្រប់គ្រាន់ហើយសម្រាប់ក្រសួងមានសមត្ថកិច្ចចាត់វិធានការឥឡូវយើងចាំមើលថាតើក្រសួងមហាផ្ទៃចាត់វិធានការនៅពេលណាហើយដើម្បីដោះស្រាយបញ្ហារោគជីវធម៌ជូនអ្នកដំណើរនេះបាទអរគុណអាដាមជាចំពោះលោកកែមលីវិញលោកអាចទទួលយកបានទេការបកស្រាយរបស់តំណាងអ្នកនាំពាក្យរបស់គណៈបកប្រជាជនកម្ពុជាបាទមកខ្ញុំមើលទៅមិនទាន់សមហេតុសមផលទេគ្រាន់តែជាការបកស្រាយរបៀបលខោនតាឡងលវែលខោនតាយឹតយ៉ាងអីកាលទសវត្សទី80 90វាមានតួកាចមានតួ slow ហើយមានតួមកលួងលោមមកថ្កោលទោសអ្នកប្រើអំពើហិង្សាតាមពិតគាត់ស្គាល់គាត់ដឹងមិនដឹងទេបើគាត់ស្គាល់សមាជិកភាពនឹងមកពីនេះពីនោះហើយមានន័យថាគាត់ស្គាល់ហើយអ្នកដែលប្រើអំពើហិង្សាណាអាហ្នឹងវាអត់ខុសពីខ្ញុំមើលទៅប្រហែលមួយថ្ងៃនេះមកព្រឹកនេះមកល្ងាចនេះខ្ញុំតាមដានរបៀបបុណ្យក៏ធ្វើឈើក៏កាប់បាទន័យថារៀបចំបាតកម្មហើយដល់ពេលមានកើតហេតុទៅធ្វើជាដើរតួជាមនុស្សល្អដើម្បីលួងលោមអីខ្ញុំគិតថាលខោនទាំងអស់ហ្នឹងតាមពិតបើចង់បានប្រជាប្រិយភាពខាតទៅវិញទេគឺខាតមែនតែនមិនមែនខាតតែខ្លួនឯងដែលជាប្រជាប្រិយភាពរបស់គណៈបកឯងវាខាតដល់អសិលធម៌សង្គមទៀតហើយកាលណាយើងបដោះមនុស្សដែលហិង្សាអញ្ចឹងខ្ញុំអាណិតអ្នកដែលប្រព្រឹត្តទៅវិញទេអ្នកដែលវាយគេធ្លាប់វាយដែលគេប្រើបានលុយខ្លះហ្នឹងដល់ទៅពេលទៅដល់ក្នុងគ្រួសារខ្លួនឯង
អាចនឹងវាយកូនវាយប្រពន្ធហើយខ្ញុំបារម្ភខ្លាចនៅពេលដែលទៅផឹកទៅអីទៅវាយគេប៉ះគេមានកំភ្លើងកាពេលមានដំបងអីដែលគេដាក់មកវិញនេះខ្ញុំអាណិតអនាគតរបស់អ្នកដែលវាយនឹងនេះដោយសារទទួលលុយកាក់បន្តិចបន្តួចឬមួយក៏ទទួលការអប់រំពីបណ្ដាបាយអីហើយខ្ញុំមិនគួរមានវាសនាបានទទួលមេដឹកនាំហើយបណ្ដោះនៅអំពើហិង្សារបៀបនេះអញ្ចឹងលោកចង់ផ្ដល់ការទូន្មានរបស់ទៅដល់អ្នកក្នុងបែបណាខ្លះដែរខ្ញុំចង់ផ្ដល់ជាអនុសាសន៍តុលាការ ICC ប្រហែលជាមិនទាន់គ្រប់សំណុំរឿងហើយគាត់ជាបង្កើតឲ្យវាគ្រប់ដើម្បីឲ្យមានបណ្ដឹងអាហ្នឹងដែលខ្ញុំមានការព្រួយបារម្ភហើយយើងគួរប្រយ័ត្នអារឿងហ្នឹងបាទលោកបណ្ឌិតមានប្រសាសន៍មិញថាមិនមានជាសញ្ញាសង្គ្រាមឯនោះទេក៏ប៉ុន្តែអ្វីដែលលោកបណ្ឌិតលើកឡើងពី Mike Tyson ដែលខំតិចអីនឹងឡើងជាដើមគាត់នឹកឃើញតែគាត់ចាញ់ហើយវាយមែនទែនចាញ់ហើយក៏ទីបំផុតក៏លេងតាមវិធីដទៃទៀតនឹងទៅដូច្នេះបើសិនជាប្រៀបធៀបទៅគណៈបកប្រជាជនកម្ពុជាមានសញ្ញាថានឹងចាញ់ដែរទេដែលធ្វើអំពើបែបហ្នឹងខ្ញុំមើលទៅវាស្អីវាអត់ថាទេវាគង់តែមានថ្ងៃបញ្ចប់ហើយបើវាមិនទាន់ចប់វាមិនទាន់ដល់ថ្ងៃចប់អញ្ចឹងមានន័យថាមុននឹងចប់វាត្រូវប្រកាច់ឲ្យអស់ចិត្តសិនបាទអរគុណបាទអរគុណឥឡូវនេះខ្ញុំចង់អញ្ជើញលោកអ្នកស្ដាប់ម្នាក់ពីខេត្តកំពង់ស្ពឺបាទលោកសាយចម្រើនសូមអញ្ជើញដាក់សំណួរបាទពេលវេលាយើងខ្លីបាទដាក់សំណួរផ្ទាល់តែម្ដងបាទសូមជម្រាបសួរដល់វត្ថុស៊ីរីផងបាទខ្ញុំចម្រើនពីខេត្តកំពង់ស្ពឺទៅបាទសូមអញ្ជើញសួរតែម្ដងបាទខ្ញុំមើលខ្ញុំមានសំណួរ2ចង់សួរតែមួយបានហើយដល់ពេលហើយលោកបាទហឡូតាមបានខ្ញុំមានសំណួរ2សំណួរទី1ខ្ញុំចង់សួរអំពីថាតើការដែលធ្វើបាតកម្មសូមអញ្ជើញបាទដាច់បាត់ហើយការពិតនឹងខ្ញុំក៏បានដឹងដែរគាត់បានសួរហើយគេបានសរសេរប្រាប់ខ្ញុំមកដែរថាតើការធ្វើបាតកម្មថ្មីនេះហេតុអីក៏សាលាក្រុងអត់ដឹងបាទការពិតយើងក៏បានសម្ភាសលោកឡុងឌីម៉ងដែរគាត់ថាមិនបានដឹងជាមុនទេក៏ប៉ុន្តែនៅពេលដែលឃើញហើយដឹងជាមុនហើយក៏គ្រាន់តែសម្របសម្រួលថាអញ្ជើញដាក់ញត្តិហើយបំបីគ្នាចុះទៅតើលោកដែលបានទៅសង្កេតការជាពិសេសលោកនីចរិយាលោកឃើញអញ្ចឹងដែរទេតើសាលាក្រុងប្រកាសជាអត់ដឹងទេនេះជាការខកចិត្តមួយធំប្រសិនបើសាលាក្រុងឆ្លើយរបៀបនេះព្រោះថាកន្លងមកបើសិនជាសាលាក្រុងមិនបានទទួលលិខិតជូនដំណឹងសម្រាប់ធ្វើបាតកម្មដោយសន្តិវិធីទេសាលាក្រុងនឹងប្រើវិធីកងកម្លាំងបដាអាវុធដើម្បីវាយបំបែកឬក៏ប្រើកម្លាំងរារាំងដោយមានរនាំងដែកអីជាដើមឡើយអញ្ចឹងការពាររបស់លោកថាមិនមែនទេអ្នកសាលាក្រុងដឹងបើសិនជាមិនដឹងគេវាយបំបែកហើយខ្ញុំជឿថាប្រសិនបើមិនដឹងត្រូវតែអនុវត្តតាមច្បាប់ដែលមានចែងគឺថាគេអាចវាយបំបែកបានឬក៏សាលាក្រុងត្រូវតែដាក់កងកម្លាំងមកដើម្បីសម្របសម្រួលឲ្យត្រឹមត្រូវមិនមែនបដោយទុកឲ្យក្រុមមួយរាប់ពាន់នាក់មកធ្វើអីស្រេចតែអំពើចិត្តចឹងទេអាហ្នឹងគឺថាខុសមកសាលាក្រុងបើថានិយាយចឹងគឺខុសមិនបានពេញកាតព្វកិច្ចខ្លួនជាសាលាក្រុងទេរឿងបាតកម្មព្រឹកមិញនេះខ្ញុំចង់ជម្រាបដែរថាបង្ហាញអំពីស្តង់ដារយុត្តិធម៌2ព្រោះថាកាលពីនៅលើស្ពាននេះឆ្នាំទៅមិញនេះគឺគ្រាន់តែកើតចឹងភ្លាមគឺថាអ្នកស្រីមួសូហួរលោកហូវ៉ានដែលជាអ្នករៀបចំបាតកម្មត្រូវចាប់ខ្លួនភ្លាមនៅពេលដែលមានហេតុការណ៍កើតឡើងដោយសារមានអំពើហិង្សាក៏ប៉ុន្តែនៅពេលនេះហេតុអីក៏មិនមានការចាប់ខ្លួនអ្នកដែលរៀបចំធ្វើបាតកម្មហ្នឹងព្រោះថាដូចវិទ្យុអស៊ីសេរីក៏បានដឹងហើយអ្នកទាំងអស់គ្នាក៏បានដឹងដែរថាការបញ្ជូនមកនេះគឺមានការគ្រប់គ្រងដោយកម្លាំងរបស់ខណ្ឌគឺថាខណ្ឌមួយបានកំណត់មនុស្សឲ្យមានការមកគ្រប់គ្រងនៅក្នុងពេលធ្វើបាតកម្មជាងទៀតអញ្ចឹងងាយស្រួលណាហើយបាទនេះជាវិទ្យុអស៊ីសេរីផ្សាយមិញដែលសង្កេតឃើញលោកសង្កេតឃើញអញ្ចឹងដែរបាទខ្ញុំឃើញខ្ញុំស្គាល់ទាំងចៅខណ្ឌនឹងខ្ញុំស្គាល់ទាំងអាជ្ញាធរនឹងទៀតខ្ញុំឃើញដែរ
ពេលតែខ្ញុំនេះហើយមួយទៀតអ្នកទទួលខុសត្រូវគឺអ្នកដាក់ញត្តិហ្នឹងឯងដូចកាលពីឆ្នាំទៅដែលអ្នកស្រីមួសុខួរហ្នឹងឯងអ្នកទៅដាក់ញត្តិតាអីដើម្បីទាមទារឲ្យបើកទីលានជាតបតៃមិនក៏តុលាការចេញដីកាភ្លាមខាត់ខ្លួននៅពេលដែលមានអំពើហិង្សាហើយពេលនេះមិនក៏មិនចេញដីកាខាត់ខ្លួនអាហ្នឹងដែលបង្ហាញអំពីស្តង់ដារ2នៃយុត្តិធម៌បាទសូមអរគុណលោកវាគ្មិនទាំង3រូបប៉ុន្តែខ្ញុំពេលវេលាខ្លីនេះខ្ញុំសួរតែមួយម៉ាត់ជាចុងក្រោយទៀតទៅអាដាមយឹមសវណ្ណអាដាមតើកន្លងមកនឹងមានការមិនពេញចិត្តពីព្រោះអ្នកនាំពាក្យរបស់គណៈបកប្រជាជនកម្ពុជាថាមានគណៈបកសង្គ្រោះជាតិនឹងផងដែលមកធ្វើបាតកម្មទាមទារទម្លាក់លោកកឹមសុខាតើជាផ្ទៃក្នុងនឹងមានគេមិនពេញចិត្តលោកកឹមសុខានឹងចឹងដែរទេទាមទារប្រជាពលរដ្ឋទាមទារឲ្យទម្លាក់យ៉ាងដែរទេមួយម៉ាត់យ៉ាងខ្លីបាទយើងមិនលឺពីអាដាមកឹមសុខាទេហើយពេលវេលាក៏ចប់តែត្រឹមនេះទៅហើយសូមអរគុណលោកវាថៃសាន់អញ្ចឹងចំណាំម៉ៃថៃសាន់គឺជាអ្នកកីឡាករល្បីមួយខាងវ័យបុកបាទនៅពេលដែលគាត់វ័យជាលក្ខណៈអាជីពចាញ់ Holyfield ចឹងនៅពេលដែលចាញ់ Holyfield គាត់ចាប់ផ្ដើមខំសកជាចឹងគ្រាន់តែវាយតាមច្បាប់មិនបានវាយតាមច្បាប់អត់បានលេងខំសកជាអាហ្នឹងខុសច្បាប់ហើយខុសច្បាប់ហ្នឹងខ្ញុំមើលទៅឃើញរបៀបអ្នកនិពន្ធហ្នឹងគឺចរិតបែបហ្នឹងអកប្បកិរិយាបែបហ្នឹងសម្រាប់លេងនៅក្នុងឆាកនយោបាយប្រទេសកម្ពុជាណាហើយខ្ញុំមើលមួយទៀតខ្ញុំសម័យថាបើសិនជាបាតកោនឹងជាខាងអង្គការសង្គមស៊ីវិលទៅវិញឬក៏ខាងគណៈបកប្រឆាំងទៅវិញហើយមានរដ្ឋសភាចេញពីឡានមកវាយមកអីចឹងខ្ញុំសម័យឃើញតុលាការឬមួយក៏ញ៉ាត់អីហ្នឹងគឺចាប់ដើមថ្កោលទោសច្រើនចំពោះបាតកោហើយអាចនឹងមានអ្នកជាប់គុកច្រើនហើយអ្នកនៅពីក្រោយហ្នឹងអាចនឹងជាប់បណ្ដឹងទៅតុលាការប៉ុន្តែខ្ញុំឃើញឆាកឈុតនេះអាចនឹងបើសិនជាអ្នកធំក៏អត់បានទៅស្រុកបារាំងបាតកោហ្នឹងអាចថាគេសែងប្រគុណយកទៅឲ្យទៀតខៃលោកគាត់រៀកនោមអីដោយការជំនាន់ជុំមីអីគេសែងប្រគុណយកទៅឲ្យមិនត្រឹមតែមិនចាប់ទេគឺអាចសែងប្រគុណយកទៅឲ្យជូតនោមទៀតខ្លាចបាតកោហ្នឹងរៀកនោមអត់មានកន្លែងជុះយើងសម័យមើលករណីមួយគឺបនសំណាងហើយនឹងសុកសំអឿនបាទអញ្ចឹងខ្ញុំគិតថាអ្នកដែលប្រព្រឹត្តហ្នឹងអាចជាអ្នកប្រព្រឹត្តសុបនិមិត្តទៅទៀតអាចដោយករណីបនសំណាងឬក៏សុកសំអឿនអញ្ចឹងហៅយកមកចោតប្រកាន់គេហៅស្វាស៊ីបាយលៀបមាត់ប៉ប៉ែប៉ុន្តែខ្ញុំមើលព្រឹត្តិការណ៍ហ្នឹងរបៀបជាខឹងគោវៃអង្គលទេបាទន័យថាខឹងមានការបាតកម្មនៅអាមេរិកមានការបាតកម្មនៅបារាំងមិនដឹងថាទៅវាយគោយ៉ាងម៉េចគោរត់លឿនដែរគោវាធ្វើដំណើរលឿនវាអត់មានអីនៅទាំងអង្គលហ្នឹងយកអាខ្សែទៅវាយទាំងអង្គលហ្នឹងហើយអាណិតនៅពេលដែលឃើញរដ្ឋសភាសមាជិករដ្ឋសភាគង់សុភាឬមួយក៏ញ័រចម្រើននេះក៏អត់ដឹងរឿងក៏អត់ចូលលេងនៅក្នុងលបាយហ្នឹងស្រាប់តែទៅខំគោមកវាយអង្គលអញ្ចឹងខ្ញុំគិតថាមើលស្ថានភាពបើខ្ញុំមើលស្ថានភាពដូចនៅស្រីលង្កាខ្ញុំធ្លាប់ទៅស្រីលង្កាដោយពួកខ្លាតាមិលហ្នឹងណាពាក្យខ្មែរយើងពីដើមគេថាពួកថ្មិលហ្នឹងគឺអត់ខ្វល់ទេគឺប្រើអំពើហិង្សាកាប់សម្លាប់បាញ់វាយអត់ត្រាបណ្ណ័យអត់មានអាណិតអាសូរហើយឆ្លុះបញ្ចាំងថានៅពេលដែលសមាជិកសភាមានអភ័យឯកសិទ្ធិមានអង្គរៈមានទៅកងឡានហើយមានអ្នកបើកបរហើយនៅមុខរដ្ឋសភាទទួលរងការវាយរបៀបនេះរបៀបជាអសន្នសុខរបៀបនេះហើយយើងអះអាងថាប្រទេសនឹងអសន្នសុខរបស់គាត់ដែលអះអាងគឺមានន័យថាអត់មានសង្គ្រាមប៉ុន្តែចំពោះអសន្នសុខមនុស្សជាតិគេហៅ human security គឺអត់មានទេនៅស្រុកខ្មែរយើងនឹងគឺមានការភ័យខ្លាចសម្បើមណាស់ភ័យខ្លាចមិនគឺកាលណាយើងអនុវត្តរបៀប mafia អញ្ចឹងមានន័យថាចង់សម្លាប់អ្នកណាក៏បានចង់ចោទអ្នកណាក៏បានចង់ចាប់អ្នកណាក៏បានចង់វាយអ្នកណាក៏បានរបៀបអាណាធិបតេយ្យអញ្ចឹងវាឆ្លុះបញ្ចាំងនៅអសមត្ថភាពនៅក្នុងការគ្រប់គ្រងប្រទេសទៅវិញវាឆ្លុះបញ្ចាំងនៅអសមត្ថភាពនៅក្នុងការធានាសន្តិសុខបាតកោវិញតាមពិតនៅក្នុងសង្គមប្រជាធិបតេយ្យសេរីភាពការបញ្ចេញមតិការចូលរួមមតិឬក៏ការធ្វើបាតកម្មដោយអហិង្សានឹងគេត្រូវលើកកម្ពស់គេត្រូវគាំទ្រណាអ
ប៉ុន្តែរដ្ឋមួយត្រូវធានានៅសន្តិសុខកុំឲ្យកើតហេតុផលអសន្តិសុខឬមួយហិង្សាកើតឡើងបាទលោកបណ្ឌិតមិញនេះខ្ញុំបានសួរអ្នកនាំពាក្យរបស់គណៈបកសង្គ្រោះជាតិគឺអាដាមយឹមសវណ្ណតែចោទទៅខាងណាគាត់មិនទាន់ចោទទេក៏ប៉ុន្តែបើតាមស្ដាប់ប្រសាសន៍របស់លោកបណ្ឌិតមានប្រសាសន៍ថាប្រហែលជាការធ្វើបាតកម្មនឹងគឺជាការឡងទៅវិញដែលហេតុថាមានការរៀបចំនៅប៉ារីមានការរៀបចំនៅញូវយ៉កអីជាដើមដូច្នេះចំពោះលោកបណ្ឌិតគឺនេះជាការរៀបចំរបស់គណៈបកប្រជាជនកម្ពុជាមែនទេខ្ញុំគិតថាទោះបីជាក្មេងឬក៏មហាជនគាត់យល់ថាអ្នកនិពន្ធជាអ្នកណាអត់មានអ្នកណាក្រៅពីម៉ៃថៃសាន់ហ្នឹងឯងគឺជាអ្នកកីឡាករដល់3ហើយបកកែខំទឹកជាគេខំដល់ឈាមទៀតឈាមហូរហើយគេមើលឃើញសាធារណជនលើពិភពលោកក៏គេដឹងដែរមិនមែនត្រឹមតែលោកយឹមសវណ្ណដែលជាអ្នកតំណាងរាស្ត្រខ្ញុំគិតថាប្រជាជនដឹងទាំងអស់ទៅគ្នាប៉ុន្តែទោះជាយ៉ាងណាក៏ដោយចុះអ្នកនាំពាក្យរបស់គណៈបកប្រជាជនកម្ពុជាលោកសុកអេសានគាត់ធ្វើពិតតែគាត់ទទួលសារភាពថាមានបាតកោនឹងគឺជារបស់គណៈបកប្រជាជនកម្ពុជាក៏ដោយប៉ុន្តែគាត់ថាអ្វីដែលបំណងរបស់អ្នករៀបចំនឹងឲ្យមានសុខសន្តិភាពទេប៉ុន្តែគឺដោយសារតែមកពីមានជនទី3ជនឱកាសនិយមដែលចូលរួមមកបង្កើតឲ្យមានអំពើហិង្សានេះបាទអញ្ចឹងខ្ញុំសូមអញ្ជើញលោកអ្នកនាងហើយនិងលោកវាគ្មិនទាំងអស់ស្ដាប់ប្រសាសន៍របស់លោកសុកអេសានដែលជាអ្នកនាំពាក្យរបស់គណៈបកប្រជាជនកម្ពុជាបន្តិចសិនបាទខ្ញុំយល់ថាមិនមែនបាតកម្មរបស់គណៈបកប្រជាជនកម្ពុជាទេពីព្រឹកមិញខ្ញុំក្នុងនាមជាអនុប្រធានគណៈអង្គការទី1រដ្ឋាភិបាលខ្ញុំបានចេញទៅទទួលញត្តិផ្ទាល់ហើយខ្ញុំបានជួបបងប្អូនផ្ទាល់ខ្ញុំសួរច្បាស់ហើយថាតើសមាជិកភាពជើងពីខាងណាមកគេថាចម្រុះក្នុងនឹងមានគណៈបកប្រជាជនផងមានគណៈបកសង្គ្រោះជាតិផងហើយខ្ញុំសួរថាគោលបំណងនឹងសំណូមពរចង់មករកស្អីយ៉ាងម៉េចគាត់ថាគាត់មានការឈឺក្អាលនឹងការនៃសកម្មភាពក៏ដូចជាពាក្យសម្ដីរបស់អាដាមកម្មសខាក្នុងនាមជាអនុប្រធានទី1រដ្ឋសភាដែលគាត់និយាយទៅធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនឹងវាមានការភ័យខ្លាចវាមានការព្រួយបារម្ភនៅក្នុងចិត្តរបស់គាត់ពីបញ្ហាការប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃអញ្ចឹងទេបានគាត់មកទាមទារដើម្បីឲ្យអាដាមកម្មសខានឹងចុះចេញពីតំណែងហើយខ្ញុំមិនយល់ថាបងប្អូនធ្វើនឹងយល់ដឹងអំពីច្បាប់ឬមិនយល់ដឹងពីច្បាប់យ៉ាងណាយើងក៏មិនដឹងពីព្រោះសមាជិកភាពវាចម្រុះហើយបញ្ហាសំខាន់ខ្ញុំចាប់អារម្មណ៍ទៅលើអីសមាជិកភាពទី3ទេគេវាមកអុកឡុកហ្នឹងធ្វើម៉េចឲ្យមានល្អកករវាងគណៈបកទាំងពីរនៅធ្ងន់ធ្ងរថែមណាវាមានជនឱកាសនិយមវាអាចចូលមកធ្វើអុកឡុកជួនណាអ្នកដែលធ្វើនឹងគេធ្វើវាមានគោលការណ៍ត្រឹមត្រូវដោយអហិង្សាអីស្រាប់តែមកទៅវាមានអាអ្នកដែលឆ្លៀតឱកាសហើយហៅថាជនឱកាសនិយមហ្នឹងវាធ្វើម៉េចឲ្យសភាពការហ្នឹងវាខុសអំពីគោលបំណងនឹងសំណូមពរដែលចង់បានអាហ្នឹងដែលចង់ថាសមាជិកភាពទី3ហ្នឹងដែលថាអ្នកផ្ដើមធ្វើហ្នឹងវាមិនបានដឹងអាហ្នឹងឧទាហរណ៍អញ្ចឹងអ្នកផ្ដើមធ្វើហ្នឹងគឺថាប្រជាពលរដ្ឋទូទៅហើយសមាជិកភាពចម្រុះមិនមែនតែគណៈបកប្រជាជនទេដែលខ្ញុំសួរព្រឹកមិញហ្នឹងមកចម្រុះគ្នាអញ្ចឹងទេមិនអាចថាគណៈបកណាដឹកនាំគណៈបកណាមិនដឹកនាំទេមកនឹងមកប្រជាជនដោយទាំងមន្ត្រីរាជការខ្លះផងបើតាមមើលនោះបាទនេះគឺជាការលើកឡើងរបស់លោកសុកអេសានដែលជាអ្នកនាំពាក្យរបស់គណៈបកប្រជាជនកម្ពុជាអាដាមយឹមសវណ្ណអាដាមទទួលបានទេថានេះគឺជាការអ្នករៀបចំដំបូងនឹងគឺរៀបចំដោយអហិង្សាទេប៉ុន្តែមានជនទី3ចូលមកនឹងបាទសូមអញ្ជើញអាដាមបាទខ្ញុំអត់លឺសោះមិនបាត់មួយឆ្នាំបាត់ហើយអញ្ចឹងបាទលោកសុកអេសានគាត់សារភាពថាគាត់បានចេញមកទទួលញត្តិរបស់បាតកោនឹងដែរហើយតាមតែគាត់ដឹងគឺមានសមាជិកភាពចម្រុះគឺគណៈបកប្រជាជនកម្ពុជាផងគណៈបកសង្គ្រោះជាតិផងប្រជាពលរដ្ឋសាមញ្ញមន្ត្រីរាជការផងហើយគាត់មានប្រសាសន៍ថាការដែលរៀបចំនេះប្រហែលជាអ្នករៀបចំនឹងធ្វើឲ្យមានអំពើហិង្សាទេក៏ប៉ុន្តែមានជនឱកាសនិយមទី3នឹងដើម្បីចូលមកក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាពរវាងគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិអាដាមយល់យ៉ាងម៉េចដែរបាទខ្ញុំយល់ឃើញថាអ្នកសង្កេតការសារព័ត៌មានសង្គមស៊ីវិលគាត់បានវិភាគនិងបានផ្ដល់នៅព័ត៌មានទាំងអស់ហ្នឹងចប់សពគ្រប់ហើយខ្ញុំមិនចង់ធ្វើអធិប្បាយទៀតទេប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺក្រសួងមហាផ្ទៃត្រូវចាប់ជនល្មើសយកមកកាត់ទោសដើម្បីបង្ហាញទៅមតិជាតិនិងអន្តរជាតិថាប្រទេសនេះជាប្រទេសដែលមានការគោរពច្បាប់ប្រទេសនេះជាប្រទេសដែលមាន
ស្ថាប័នជាតិប្រជាធិបតេយ្យដែលគួរជឿទុកចិត្តបានអ្នកដែលប្រព្រឹត្តបទល្មើសត្រូវតែយកមកកាត់ទោសតែបើសិនជាយើងបណ្ដោយឲ្យដូចជាករណីមុនករណីប្រព្រឹត្តបទល្មើសមុនបណ្ដោយឲ្យមានការរួចទោសទៅអានឹងខ្ញុំមិនមែនចោទទៅលើអ្នកណាទេណាប៉ុន្តែឥឡូវនេះគឺផតតាំងមានគ្រប់គ្រាន់ហើយកាមេរ៉ាសុវត្ថិភាពនៅសភាកាមេរ៉ាសុវត្ថិភាពនៅស្ថានទូតអូស្ត្រាលីក្រសួងមានសមត្ថកិច្ចស្នើសុំទៅស្ថាប័នទាំងអស់ហ្នឹងទៅដើម្បីបង្ហាញផតតាំងយកផតតាំងជាក់ស្ដែងហើយក៏មានតាមប្រព័ន្ធ Facebook តាមអីដែលគេថតបានហ្នឹងគឺគ្រប់គ្រាន់ហើយសម្រាប់ក្រសួងមានសមត្ថកិច្ចចាត់វិធានការឥឡូវយើងចាំមើលថាតើក្រសួងមហាផ្ទៃនេះចាត់វិធានការនៅពេលណាហើយដើម្បីដោះស្រាយបញ្ហារោគជីវធម៌ជូនអ្នកដំណើរនេះបាទអរគុណអាដាមជាចំពោះលោកកែមលីវិញលោកអាចទទួលយកបានទេការបកស្រាយរបស់តំណាងអ្នកនាំពាក្យរបស់គណៈបកប្រជាជនកម្ពុជាបាទមកខ្ញុំមើលទៅមិនទាន់សមហេតុសមផលទេគ្រាន់តែជាការបកស្រាយរបៀបលខោនតាឡងលវែលខោនតាយឹតយ៉ាងអីកាលទសវត្សទី80 90វាមានតួកាចមានតួស្លូតហើយមានតួមកលួងលោមមកថ្កោលទោសអ្នកប្រើអំពើហិង្សាតាមពិតគាត់ស្គាល់គាត់ដឹងមិនដឹងទេបើគាត់ស្គាល់សមាជិកភាពនឹងមកពីនេះពីនោះហើយមានន័យថាគាត់ស្គាល់ហើយអ្នកដែលប្រើអំពើហិង្សាណាអាហ្នឹងវាអត់ខុសពីខ្ញុំមើលទៅប្រហែលមួយថ្ងៃនេះមកព្រឹកនេះមកល្ងាចនេះខ្ញុំតាមដានរបៀបបាទខ្ញុំជួនច័ន្ទបុត្រស៊ូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់វិទ្យុអាស៊ីសេរីទាំងអស់ជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃច័ន្ទ15កើតខែអាសត់ឆ្នាំមមែសប្បស័កពុទ្ធសករាជ2559ដែលត្រូវនឹងថ្ងៃទី26ខែតុលាគ្រិស្តសករាជ2015ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃបាតកោវាយអ្នកតំណាងរាជគណៈបកសង្គ្រោះជាតិ2នាក់ឲ្យរបួសធ្ងន់បាតកោធ្វើបាតកម្មទាមទារឲ្យលោកកឹមសុខាចុះចេញពីតំណែងអះអាងថាអាជ្ញាធរជាអ្នករៀបចំបាតកម្មរួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទជួនច័ន្ទបុត្រស៊ូមជូនព័ត៌មានពិស្ដាប្រធានគណៈបកសង្គ្រោះជាតិចោទថាការប្រើអំពើហិង្សាទៅលើអ្នកតំណាងរាជគណៈបកសង្គ្រោះជាតិ2រូបគឺជាបាតកោរបស់គណៈបកប្រជាជនកម្ពុជាចំណែកមន្ត្រីជាន់ខ្ពស់របស់គណៈបកប្រជាជនកម្ពុជាវិញបដិសេធថាអំពើហិង្សានោះមិនពាក់ព័ន្ធនឹងគណៈបកប្រជាជនកម្ពុជាឡើយបាទលោកសេរីមនីមានសេចក្តីរាយការណ៍រឿងនេះពីភ្នំពេញអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិលោកយឹមសវណ្ណមានប្រសាសន៍ថាគណៈបកសង្គ្រោះជាតិនឹងដាក់ពាក្យប្តឹងចំពោះករណីប្រើអំពើហិង្សាលើតំណាងរាជគណៈបកសង្គ្រោះជាតិនៅថ្លង់ទ្វាររដ្ឋសភានៅថ្ងៃទី26តុលាគណៈបកសង្គ្រោះជាតិអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចឲ្យចាត់វិធានការជាបន្ទាន់ចំពោះហិង្សានោះដើម្បីស្រាវជ្រាវនិងចាប់ខ្លួនអ្នកដែលបានប្រព្រឹត្តអំពើហិង្សាមកផ្ដន្ទាទោសតាមផ្លូវច្បាប់ខ្ញុំជឿថាក្រសួងមានសមត្ថកិច្ចមិនពិបាករកផតាំងទេពីព្រោះនៅកាមេរ៉ានៅរដ្ឋសភាគឺចាប់រូបភាពបានអស់ហើយកាមេរ៉ានៅស្ថានទូតអូស្ត្រាលីក៏អាចនឹងចាប់បានដែរព្រោះនៅស្ថាននៅក្បែរនឹងស្ថានទូតអូស្ត្រាលីគេមានកាមេរ៉ារបស់គេភ្លាមក្រោយពេលផ្ទុះអំពើហិង្សាលើតំណាងរាស្ត្រពីសំណាក់បាតកោនោះគណៈបកសង្គ្រោះជាតិបានថ្កោលទោសចំពោះអំពើហិង្សានេះដោយចាត់ទុកថាជាអំពើឃោរឃៅព្រៃផ្សៃហើយរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនិងរំលោភបំពានលើអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជានិងជាកូនប្រុសលោកនាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណីក៏បានថ្កោលទោសចំពោះអំពើហិង្សាលើតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិនេះដែរលោកគង់សុភាតំណាងរាជគណៈបកសង្គ្រោះជាតិម្នាក់ដែលត្រូវបានបាតកោទាញចេញពីក្នុងរថយន្តវាយបាក់ខ្ទង់ច្រមុះទាត់ចង់ក្បាលយ៉ាងខ្លាំងនិងចង្កេះផងលោកនិយាយថាបាតកោដែលវាយលោកនោះទំនងជាមន្ត្រីប៉ូលីសឬទាហានលោកបន្ថែមថាដំបងបាតកោម្នាក់ដើរមកឈរនៅមុខឡានរបស់លោកស្របពេលនោះតែកង់បានបន្ថយល្បឿនភ្លាមនោះក៏មានបាតកោជាច្រើនអ្នកផ្សេងទៀតស្ទុះមកបើកទ្វារឡានហើយទាញលោកចេញពីឡាននិងវាយលោកយ៉ាងខ្លាំងនិងគ្មានការអន្តរាគមន៍ពីមន្ត្រីប៉ូលីសនៅជិតនោះទេបានមកចាប់ហែកកប៉ាវយកកាបូបថាលុយតែមានលុយប្រហែល$300ហើយនឹងអត្តសញ្ញាណប័ណ្ណអភ័យឯកសិទ្ធិនិងកាត ATM របស់ផ្សេងទៀតហើយនឹងទូរស័ព្ទដៃខ្ញុំក៏ត្រូវគេយកមានបញ្ជាម៉ៃហ្វកប្រហែលជាគាត់ជាមន្ត្រីទាហានឬប៉ូលីសដែលគាត់ពាក់បញ្ជាម៉ៃហ្វកហើយមានខ្ញុំមិនចាំប្រហែលមាននឹងស្នាប់ដៃវាយមកលើមុខហើយខ្ញុំរត់ឡើងឡានសាហើយគេទាញចាប់ទៅ
មកវិញតម្លាក់មកវិញហើយផែ3ដងបានតកងឡានរបស់ខ្ញុំហ្នឹងគាត់រត់មកបិទទ្វារឡានបិទអីហើយគាត់បើកចេញឈ្មោះមកគេវាយខ្ញុំឆ្អែតហើយបានគេរត់ទៅវាយឯកឧត្តមញយចម្រើនដែរគេប្រាប់ថាគ្នាវានៅខាងក្រោយមួយទៀតសមាជិករដ្ឋសភាតំណាងរាជគណៈបកសង្គ្រោះជាតិម្នាក់ទៀតលោកញយចម្រើនក៏ត្រូវបានពួកបាតកោមួយក្រុមវាយដំលើរូបលោកយ៉ាងខ្លាំងនិងបណ្ដាលឲ្យសម្លាប់ភ្លាមៗនៅនឹងកន្លែងមុខរដ្ឋសភាការប្រាអំពើហិង្សានេះប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីសរសេរតាមបណ្ដាញទំនាក់ទំនងសង្គម Facebook ថាអំពើហិង្សានេះគឺធ្វើដោយក្រុមបាតកោរបស់គណៈបកប្រជាជនកម្ពុជាលោកសំរងស៊ីចាត់ទុកករណីនេះថាជាអំពើហិង្សាដ៏ឃោរឃៅនិងព្រៃផ្សៃបំផុតឆ្លើយតបទៅនឹងការចោទប្រកាន់នេះអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសាននិយាយថាបាតកោទាំងនោះមិនមែនជាការរៀបចំរបស់គណៈបកប្រជាជនកម្ពុជានោះទេលោកបន្ថែមថាបាតកោទាំងនោះមានគ្នាចម្រុះគឺមកពីគណៈបកប្រជាជនកម្ពុជាគណៈបកសង្គ្រោះជាតិនិងជនឱកាសនិយមវាអាចចូលមកធ្វើអុកឡុកជួនណាអ្នកដែលធ្វើនឹងវាគេធ្វើវាមានគោលការណ៍ត្រឹមត្រូវដោយអហិង្សាអីស្រាប់តែមកទៅវាមានអាអ្នកដែលឆ្លៀតឱកាសអាចហៅថាជនឱកាសនិយមនឹងវាធ្វើមិនឲ្យសភាពការនឹងវាខុសអំពីគោលបំណងនឹងសំណុំពរដែលចង់បានតាក់ទងទៅនឹងករណីបាតកម្មដ៏ហិង្សានេះដែរស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាស្នើសុំឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតឲ្យបានពេញលេញនិងប្រកបដោយតម្លាភាពលើការវាយដំលើអ្នកតំណាងរាជគណៈបកប្រឆាំងទាំងពីរដើម្បីរក្សារបៀបរៀបរយនៅសភានិងដើម្បីធានាសុវត្ថិភាពរបស់អ្នកនយោបាយមកពីគ្រប់គណៈបកទាំងអស់អ្នកនាំពាក្យសាលាក្រុងភ្នំពេញលោកឡុងលីម៉ុងនិយាយថាក្រុមបាតកោដែលធ្វើបាតកម្មនិងប្រាអំពើហិង្សាលើតំណាងរាជគណៈបកសង្គ្រោះជាតិនេះមិនបានដាក់ពាក្យស្នើសុំធ្វើបាតកម្មមកសាលាក្រុងភ្នំពេញនោះទេយ៉ាងណាក៏ដោយក្រុមអង្គការសិទ្ធិមនុស្សនិងគណៈបកសង្គ្រោះជាតិអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចឲ្យចាត់វិធានការជាបន្ទាន់ដើម្បីស្រាវជ្រាវនិងចាប់ខ្លួនអ្នកដែលបានប្រព្រឹត្តអំពើហិង្សាមកផ្ដន្ទាទោសតាមផ្លូវច្បាប់ខ្ញុំសេរីមនីវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីនៅពេលបន្តិចទៀតនេះលោកនាងនឹងបានស្ដាប់នីតិវេទិកាវិទ្យុអាស៊ីសេរីបន្ថែមដែលនឹងពិភាក្សាជុំវិញអំពើហិង្សាទៅលើអ្នកតំណាងរាស្ត្រក្នុងការធ្វើបាតកម្មទម្លាក់លោកកឹមសុខាបាទលោកនាងជាទីមេត្រីតកតងទៅនឹងសេចក្តីរាយការណ៍ជុំវិញអំពើហិង្សាទៅលើអ្នកតំណាងរាស្ត្រនេះក្រុមបាតកោជាច្រើនពាន់នាក់បានតវ៉ានៅខាងមុខវិមានរដ្ឋសភាបាតកោដែលភាគច្រើនលើសលប់ជាកម្លាំងបុរសនោះគឺរៀបចំឡើងក្នុងគោលបំណងទាមទារទម្លាក់លោកកឹមសុខាចេញពីតំណែងអនុប្រធានទី1នៃរដ្ឋសភាបាតកម្មនេះបានរុញច្រានសភាពការរហូតបង្កទៅជាអំពើហិង្សាបណ្ដាលឲ្យតំណាងរាស្ត្រពីររូបរបស់គណៈបកសង្គ្រោះជាតិរបួសធ្ងន់បាទយើងប្រកល់ទូនីតិនេះទៅលោកមមនីរតដែលតាមដានព្រឹត្តិការណ៍នេះកាលតាំងពីព្រឹករហូតមកដល់ពេលនេះបាទជំរាបសួរមនីរតបាទអរគុណជំរាបសួរលោកចិនបុតបាទការដែលលោកទៅតាមដានមើលបាតកម្មព្រឹកមិញនេះតើលោកមើលឃើញថាបាតកម្មនឹងជាបាតកម្មរបស់ប្រជាពលរដ្ឋសុទ្ធសាធចេញមកតវ៉ាប្រឆាំងលោកកឹមសុខាឬមួយយ៉ាងម៉េចទៅវិញអរគុណការពិតដែលយើងសង្កេតឃើញនឹងឃើញថាប្រជាពលរដ្ឋតិចតួចទេក្នុងការដែលចូលរួមធ្វើបាតកម្មពីព្រោះអីយើងសង្កេតឃើញថាក្នុងរយៈពេលនៃការធ្វើបាតកម្មជាហូរហែកន្លងទៅមនុស្សភាគច្រើនដែលគេសង្កេតឃើញនឹងឃើញថាក្នុងការចូលរួមជាពិសេសវត្តមានការពិព្រឹកមិញភាគច្រើនគឺជាកម្លាំងសមត្ថកិច្ចជាពិសេសគឺកម្លាំងភាសាសាមញ្ញគេនិយាយថាបាតដៃទី3ហ្នឹងក្នុងនឹងយើងបានពិភាក្សាថាតើចំនួនអ្នកចូលរួមនឹងប្រមាណទៅនៅពេលហ្នឹងគឺកម្លាំងសមត្ថកិច្ចម្នាក់ដែលបានស្ទុះចេញមកបង្ហាញចំនួនតួលេខអ្នកចូលរួមហ្នឹងគឺគាត់បញ្ជាក់ថាការពិតនៅក្នុងទីក្រុងភ្នំពេញនេះចំនួន12ខណ្ឌដែលគេយកមកដើម្បីប្រមូលផ្ដុំទម្លាក់លោកកឹមសុខាហើយក្នុងមួយខណ្ឌនឹងមនុស្សយ៉ាងតិចណាស់400នាក់ហើយគាត់ជាកម្លាំងសមត្ថកិច្ចភាគច្រើនសុទ្ធតែជាមនុស្សពីភ្នំពេញហ្នឹងទេបាទភាគច្រើនគឺនៅក្នុងភ្នំពេញចំនួន12ខណ្ឌលោករៀបរាប់មិញថាគេយកមកអ្នកណាដែលថាគេយកមកនឹងយកមកពីណាអ្នកណាដែលយកមកនឹងគឺជាគាត់មិនបានបញ្ជាក់ថាខណ្ឌណារៀបចំឲ្យប្រកាសទេប៉ុន្តែគាត់គឺជាកម្លាំងសមត្ថកិច្ចមួយដែរនៅក្នុងខណ្ឌដូនពេញគាត់ថាក្រុមគាត់នឹងគឺចំនួន400នាក់នៅក្នុងខណ្ឌដូនពេញហ្នឹងដែលត្រូវបានគេដកចេញដើម្បីមកប្រមូលផ្ដុំគ្នានៅក្នុងពេលការដែលធ្វើបាតកម្មហ្នឹងហើយគាត់ថាក្នុងចំណោមកម្លាំងទាំងអស់ហ្នឹងគឺថាក្នុងខណ្ឌដូនពេញទាំង12ខណ្ឌហ្នឹងគឺត្រូវមានចំនួនវត្តមានដូចខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងហើយសេសសល់ពីនេះគឺមានប្រជាពលរដ្ឋនៅតាមបណ្ដារាជធានីភ្នំពេញនឹងដូចជានៅលវាអែមជាដើមក៏បានដកហូតដើម្បីចូលរួមដែរហើយខ្ញុំបានសាកសួរប្រជាពលរដ្ឋម្នាក់ដែលគាត់បានមកចូលរួមបាតកម្មកាលពីព្រឹកមិញគាត់និយាយថាគាត់អត់បានដឹងអីទេគឺមេឃុំអ្នកបញ្ជូនគាត់មកហើយអញ្ចឹងទេគាត់ថាការ
ធ្វើបាតកម្មដែលទម្លាក់លោកកឹមសុខានេះមិនដឹងជាការចេតនាសំខាន់នឹងគឺយ៉ាងម៉េចឲ្យគាត់មកតាមគេនឹងគឺជាទស្សនៈរបស់គាត់សូមសួរសំណួរនេះមួយទៀតដែលគេរៀបចំមកនឹងតាមគ្រប់ខណ្ឌនៅរាជធានីភ្នំពេញនឹងដឹកឡានមកឬមួយក៏ពួកគាត់ធ្វើដំណើរមកយ៉ាងណាហើយយើងជាអ្នកកសែតនៅទីតាំងផ្ទាល់នឹងបានមានតម្រុយអីមុនខ្លះដែរទេជារួមគឺយើងមិនបានដឹងទេព័ត៌មាននឹងគឺហាក់ដូចជាលាក់ចិត្តសម្បើមណាស់លោកចន្ទច័ន្ទបុតរឿងដែលសំខាន់នៅពេលដែលបែកធ្លាយគឺមានការប្រមូលផ្ដុំរួចហើយនេះយល់ថាជាការរៀបចំមួយដែលមានរៀបចំយ៉ាងសម្ងាត់មែនទែនហើយកម្លាំងដែលបានមកចូលរួមនឹងសង្កេតឃើញថាធ្វើដំណើរដោយរថយន្តទំនើបនៅក្នុងទីក្រុងភ្នំពេញនេះលោកបានឃើញហើយគឺរថយន្តស៊េរីទំនើបនៅកម្ពុជាហើយជាពិសេសរថយន្តដទៃទៀតអញ្ចឹងមកជាលក្ខណៈឯកជនទេមិនមែនជារថយន្តឡានក្រុងអីដឹកមករៀបចំជាក្បួនអីមកទេម្នាក់ហ្នឹងមកដែលឯកជនទេបាទដែលយើងសង្កេតមើលឃើញមានរថយន្តមានរថយន្តឡានក្រុងដែរហើយចំណែករថយន្តដែលដឹកប្រជាពលរដ្ឋមកពីតាមបណ្ដាជនបទគឺជាប្រភេទរថយន្តកូរ៉េមានម៉ាតោនអីជាងជាដើមប៉ុន្តែទន្ទឹមនឹងរថយន្តដែលមានលក្ខណៈទ្រង់ទ្រាយជារថយន្តតូរីសនឹងយើងហៅថារថយន្តក្រុងផងដែរនឹងក៏មានរថយន្តទំនើបណាស់ដែលដឹកជញ្ជូនសម្រាប់ការចូលរួមធ្វើបាតកម្មការពីព្រឹកមិញនឹងលោកបាទនៅកម្ពុជាយើងនឹងនៅក្រុងភ្នំពេញនឹងជាពិសេសមានបាតកម្មកើតឡើងនឹងជាហូរហែណាស់បាតកម្មរបស់អ្នកបឹងកក់បាតកម្មរៀបចំឡើងដោយគណៈបកសង្គ្រោះជាតិអីជាដើមហើយលោកក៏ធ្លាប់បានទៅចូលរួមក្នុងការរាយការណ៍ធ្វើបាតកម្មកន្លងមកនៅដែរលោកអាចប្រៀបធៀបមើលទេថាតើបាតកម្មព្រឹកមិញនេះប្រៀបធៀបនឹងបាតកម្មរបស់អ្នកបឹងកក់ប្រៀបធៀបនឹងបាតកម្មមុនយ៉ាងម៉េចដែរបាតកម្មលើកនេះខុសប្លែកពីបាតកម្មដែលយើងធ្លាប់ជួបក្នុងពេលប្រហែលឆ្នាំកន្លងទៅដោយត្រង់ថាអ្នកដែលចូលរួមសុទ្ធសាធនឹងគឺជាកម្លាំងបរិសុទ្ធលើសលប់តែម្ដងហើយបាតកម្មកន្លងទៅគឺជាបាតកម្មដែលមានការចូលរួមចម្រុះអានេះយើងពិនិត្យជារួមគឺឃើញអញ្ចឹងហើយបាតកម្មដែលចូលរួមលើកនេះគឺថាมันមានកម្លាំងការពារយាមល្បាតឬក៏ថាដាក់ទប់ស្កាត់ហូរហែមានបរិះអីស្អីស្កាស់ដោយបាតកម្មកន្លងទៅទេអញ្ចឹងយើងសង្កេតឃើញថាវាជាការងារធ្វើហិង្សានៅក្នុងសង្គមខ្មែរតទៅទៀតបើយើងនៅតែបន្តការធ្វើបែបនេះទៀតបរទេសគេសើចណែពួកបរទេសចិត្តខាងយើងដែលមហិច្ឆតារបស់គេចង់តែលេបតបាក់ទឹកដីយើងគ្មានថ្ងៃបញ្ចប់នោះគេនឹងសើចឃើញខ្មែរយើងជួបគ្នាគេនឹងសើចយើងខំប្រឹងអត់ធ្មត់ដល់កម្រិតខ្ពស់ដើម្បីធ្វើម៉េចកុំឲ្យមានការប្រេះស្រាំមានការបែកបាក់សាមគ្គីទៅក្នុងបែកបាក់ការឯកជាតិគឺគណៈបកសង្គ្រោះជាតិនៅតែបន្តយកប្រកាន់ភាពអត់ធ្មត់នឹងតដោះស្រាយបញ្ហាតាមផ្លូវច្បាប់បាទមុននឹងខ្ញុំទៅជែកជាមួយនឹងលោកវាគ្មិនពីររូបទៀតខ្ញុំចង់អាដាមរៀបរាប់ជូនប្រជាពលរដ្ឋអ្នកស្ដាប់បន្តិចថាតើស្ថានភាពរបួសរបស់តំណាងរាស្ត្រពីរនាក់នោះមកដល់ពេលនេះយ៉ាងម៉េចទៅហើយលោកញយចម្រើនយ៉ាងណាលោកគង់សុភាយ៉ាងណាបាទធ្ងន់ធ្ងរលោកញយចម្រើនគាត់បាក់ដៃបាក់ឆ្អឹងដៃហើយបាក់ខ្ទង់ច្រមុះហើយលោកសុភាលោកគង់សុភាក៏មានបាក់ខ្ទង់ច្រមុះហើយកំពុងតែព្យាបាលនៅទីពេទ្យអន្តរជាតិមួយឈ្មោះ SOS ហើយខ្ញុំមិនដឹងថាស្ថានភាពគាត់នឹងយ៉ាងម៉េចទេពីព្រោះខ្ញុំទុកតែបើចប់ការងារនៅទីស្នាក់ការអំបញ្ញមិញបាទហើយក៏មានអ្នកតំណាងរាស្ត្រមកចំនួនហ្នឹងគាត់មិនហ៊ាននឹងស្នាក់នៅផ្ទះផងឥឡូវហ្នឹងគាត់គេចខ្លួនទៅនៅតាមកន្លែងសុវត្ថិភាពហើយយើងមានការព្រួយបារម្ភអំពីសុវត្ថិភាពហើយយើងមិនដឹងថាតើយើងប្រជុំសភាយ៉ាងម៉េចទេចាំមើលស្អែកនេះយើងនឹងជជែកគ្នាទៀតយើងនឹងគិតគូរថាត្រូវធ្វើយ៉ាងដូចម្តេចទៀតព្រោះបើគេមកវាយអ្នកតម្រង់គ្នានៅនឹងរដ្ឋសភាហើយតើច្បាប់នឹងអាចនឹងពឹងពាក់បានតទៅទៀតទេស្ថាប័នរាជរដ្ឋាភិបាលដែលធានាអានថាមានសន្តិភាពមានយុត្តិធម៌ការពារសុវត្ថិភាពប្រជាពលរដ្ឋការពារសុវត្ថិភាពអ្នកធ្វើការទាំងអស់នឹងអ្នកវិនិយោគទុននឹងតើការពារបានទៀតឬទេបើក៏មកតំណាងរាស្ត្ររបស់ប្រទេសខ្លួនការពារមិនបានផងចុះតម្រាំតែអ្នកវិនិយោគទុនដែលគេអញ្ជើញមកពីក្រៅប្រទេសនោះទៅការពារយ៉ាងដូចម្តេចទៅអានឹងវាប៉ះពាល់ធ្ងន់ធ្ងរចឹងហើយក្រសួងមហាផ្ទៃគឺជាអ្នកដែលទទួលខុសត្រូវនៅក្នុងការស្វែងរកបទជនដែលប្រព្រឹត្តបទល្មើសនឹងដើម្បីចាប់យកមកកាត់ទោសហើយដើម្បីជំរះរឿងនឹងឲ្យមានការបង្កឲ្យមានការជឿទុកចិត្តទៅលើស្ថាប័នរដ្ឋនឹងឡើងវិញហើយបើសិនជាយើង
បើសិនជាមិនដូចនេះទេយើងមានការព្រួយបារម្ភចំពោះស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាបាទសូមអរគុណលោកអាដាមយឹមសវណ្ណសូមអាដាមនៅជាមួយយើងសិនខ្ញុំនឹងងាកមកពិភាក្សាជាមួយនឹងលោកវាគ្មិនពីររូបទៀតដែលកំពុងនៅក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរីនៅក្រុងភ្នំពេញខ្ញុំចង់ចាប់ផ្ដើមជាមួយនឹងលោកនីចរិយាប្រធានផ្នែកអង្គការរបស់សមាគមអាត60លោកចរិយាលោកបានដូចខ្ញុំបានសួរលោកមនីរដ្ឋពីខាងដើមចឹងលោកបានតាមដានសកម្មភាពបាតកម្មនឹងច្រើនលើកណាស់នៅប្រទេសកម្ពុជាតើលោកសង្កេតឃើញថាលោកជាអ្នកច្បាប់ផងតើលោកសង្កេតឃើញថាតើនីតិរដ្ឋនៅប្រទេសកម្ពុជានឹងមានស្ថានភាពបែបណាមានភាពស្រកស្មើគ្នាទេក្នុងការធ្វើបាតកម្មនេះបាទសូមជឿបាទសូមអរគុណហើយជាបឋមសូមជម្រាបសួរបងប្អូនជាពលរដ្ឋទាំងអស់ដែលកំពុងតាមដានស្ដាប់វិទ្យុអាស៊ីសេរីនេះពីព្រឹកពេញនេះខ្ញុំបានធ្វើការអង្កេតទៅលើសកម្មភាពនៃការធ្វើបាតកម្មនៅមុខរដ្ឋសភានេះដោយយកចិត្តទុកដាក់ដោយមានក្រុមការងាររបស់យើងជាច្រើនអ្នកទៀតនៅក្នុងព្រឹត្តិការណ៍ថ្ងៃនេះខ្ញុំសង្កេតឃើញចំណុច3ផ្សេងគ្នាដែលជាចំណុចសំខាន់ទី1យើងឃើញថាការអនុវត្តច្បាប់ធ្វើបាតកម្មដោយសន្តិវិធីដោយក្រុមបាតកោទី2ការពាររបស់អាជ្ញាធរនិងទី3តកតទៅនឹងការប្រតិបត្តិរបស់សមត្ថកិច្ចនៅក្នុងពេលដែលធ្វើបាតកម្មចំណុចពីរធំដែលយើងមានការឃើញថាមានភាពខុសគ្នាគឺទី1បើយើងប្រៀបធៀបជាមួយនឹងការធ្វើបាតកម្មនាពេលកន្លងមកជាមួយនឹងក្រុមសហគមន៍បង្កក់ក្រុមប្រជាពលរដ្ឋរឿងដីធ្លីដែលធ្វើការដាក់ញត្តិទៅខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីក៏ដូចជាបាតកម្មដែលរៀបចំឡើងដោយគណៈបកនយោបាយឬក៏ក្រុមផ្សេងដែលជាបាតកម្មអហិង្សានោះយើងឃើញតែងតែមានការវាយប្រក្រាបនិងរារាំងដោយរនាំងដែកយ៉ាងមាំទាំពីសំណាក់កងកម្លាំងប្រដាប់អាវុធដោយមានការអន្តរាគមន៍ពេលខ្លះរហូតទៅដល់មានកម្លាំងយោធាទៀតផងនេះជាចំណុចមួយដែលយើងឃើញថាព្រឹកមិញពីព្រឹកមកខ្ញុំបានធ្វើការសង្កេតតាំងពីព្រលឹមរហូតដល់ម៉ោង11ប្រហែលជា20នាទីយើងឃើញអត់មានអំពើហិង្សាឯកើតឡើងទេហើយអ្វីដែលខ្ញុំមានការចាប់អារម្មណ៍ឃើញថាអាជ្ញាធរក្រុងភ្នំពេញបានផ្ដល់សិទ្ធិសេរីភាពទៅដល់ប្រជាពលរដ្ឋឲ្យបញ្ចេញមតិទៅតាមអ្វីដែលមានចែងនៅក្នុងច្បាប់គឺថាមិនបានមករារាំងមិនបានមករំខានទៅដល់សិទ្ធិរបស់ពលរដ្ឋក្នុងការធ្វើបាតកម្មនោះដោយសន្តិវិធីអញ្ចឹងលោកចង់មានប្រសាសន៍ថាអ្វីដែលធ្វើព្រឹកមិញហ្នឹងគឺថាតាមច្បាប់តាមអ្វីដែលអាជ្ញាធរគួរតែធ្វើកន្លងមកហ្នឹងហើយបាទគឺខ្ញុំចង់និយាយថាព្រឹកមិញនេះគឺអាជ្ញាធរបានអនុវត្តតាមច្បាប់ស្តីអំពីការធ្វើបាតកម្មដោយសន្តិវិធីបានត្រឹមត្រូវដោយមិនបានទៅប្រក្រាបមិនបានទៅវាយបំបែកអីក្រុមបាតកោក៏ប៉ុន្តែចំណុច2ដែលអាជ្ញាធរមិនបានអនុវត្តដែរគឺនៅក្នុងច្បាប់ស្តីអំពីការធ្វើបាតកម្មកាលណាមានការធ្វើបាតកម្មអញ្ចឹងអាជ្ញាធរត្រូវតែបញ្ជូនកម្លាំងការពារសន្តិសុខការពារបាតកោឬក៏បង្ការខ្លាចមានបាតកម្មណាផ្សេងទៀតមកប្រឆាំងអីចឹងទៅគឺថាគេត្រូវឲ្យមានប៉ុន្តែចម្លែកព្រឹកមិញគឺថាសេរីភាពនោះហាក់ដូចជាបើកឲ្យហើយក៏ប៉ុន្តែมันមានការពារទេចឹងហើយបាននៅម៉ោងប្រហែលជា11ជាងដែលផ្ទុះអំពើហិង្សាឡើងគឺគ្មានសមត្ថកិច្ចសម្រាប់ការពារនេះជាកំហុសឆ្គងរបស់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងទីក្រុងភ្នំពេញដែលមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងក្របខ័ណ្ឌច្បាប់ស្តីអំពីការធ្វើបាតកម្មចំណុចមួយទៀតដែលតកតងទៅនឹងការប្រៀបធៀបរវាងការធ្វើបាតកម្មពីព្រឹកមិញជាមួយនឹងការធ្វើបាតកម្មកន្លងមករបស់អ្នកបង្កក់ហ្នឹងគឺជាឧទាហរណ៍ជាក់ស្ដែងសម្រាប់ឲ្យយើងយកមកធ្វើការសិក្សាក៏ដូចជាយកមកធ្វើការអនុវត្តគឺអាជ្ញាធរត្រូវតែអនុវត្តចាប់ពីពេលនេះទៅដូចការអនុវត្តព្រឹកមិញចឹងឲ្យតែមានបាតកម្មទោះបីជាបាតកម្មនោះមកពីក្រុមណានិន្នាការណាក៏ដោយមិនត្រូវវាយប្រក្រាបទេ
នឹងបានយើងចាត់ទុកថាអាជ្ញាធរអនុវត្តដោយគ្មានស្តង់ដារ2ឬក៏មិនមានការរើសអើងអញ្ចឹងខ្ញុំគិតថាដែលយើងអាចធ្វើការប្រៀបធៀបបានដែលកន្លងមករហូតទៅដល់អាជ្ញាធរបក្រាបមានស្លាប់មានរបួសកម្មករអីជាដើមអានឹងសុទ្ធតែជាការអនុវត្តខុសនីតិវិធីត្រង់នោះហើយដែលធ្វើឲ្យសហគមន៍ជាតិនិងសហគមន៍អន្តរជាតិកន្លងមកមានការថ្កោលទោសថាអនុវត្តខុសច្បាប់បាតកម្មហ្នឹងគឺថាយើងមើលឃើញឥឡូវនេះព្រឹកមិញនេះជាឧទាហរណ៍មួយជាក់ស្ដែងថាអនុវត្តត្រូវអញ្ចឹងគឺអត់មានមកប្រក្រាបអត់មានមកប្រើអាវុធមានមកអីដើមឲ្យធ្វើឲ្យបាតកោរបួសទេខុសពីពេលមុនបាទខ្ញុំសូមផ្អាកលោកប៉ុណ្ណឹងសិនយើងនឹងទៅជែកគ្នាប្រហែលជាម្ដុំ20នាទីទៅខាងមុខទៀតប៉ុន្តែខ្ញុំចង់ងាកមកលោកកែមលីម្ដងលោកដែលជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនឹងមានអ្នកសួរម្នាក់មកពីខេត្តស្វាយរៀងលោកដាក់ឈ្មោះថារាជសីខ្ញុំចង់ចាប់ផ្ដើមដោយសំណួររបស់គាត់ហើយចង់ឲ្យលោកបណ្ឌិតកែមលីឆ្លើយនៅសំណួរនេះបាទសូមអញ្ជើញលោករាជសីពីខេត្តស្វាយរៀងសូមអញ្ជើញដាក់សំណួរនេះបាទបាទវាសួរលោកវិក្កាមនឹង3នឹងព្រមនឹងមករួចផងដែរបាទជំរាបសួរបាទហើយខ្ញុំក៏សូមជម្រាបសួរដល់បងប្អូនទូទាំងប្រទេសហើយនៅក្រៅប្រទេសផងដែរខ្ញុំគិតថាមានការសោកស្ដាយខ្ញុំគិតថាលោកនាយរដ្ឋមន្ត្រីគាត់ចង់បង្កសង្គ្រាមមែនឬបានជាគាត់ជំហរគាត់និយាយដូចជាហាក់ដូចជាពិតគាត់ថាអីប្រសិនបើអ្នកឯងគិតថាលេងល្បែងលេងកំខឹងបើខឹងកុំលេងតែឥឡូវបើតាមខ្ញុំគិតសញ្ញាដូចជាផ្ដោតថាឲ្យដូចជាដូចគាត់ថាគាត់ថាបើគាត់ចាញ់ឆ្នោតនៅណាត់ក្រោយនឹងមានសង្គ្រាមឥឡូវមិនទាន់ដឹងអីផងស្រាប់ឥឡូវដូចជាមានសញ្ញាមកថាចង់កើតហើយតំណាងគ្រឹះគណៈបកសង្គ្រោះជាតិ2រូបខែនេះរងរបួសធ្ងន់ហើយចូលបើសិនជាថ្ងៃក្រោយដោយអាយដាមយមសវណ្ណនិយាយហ្នឹងថាតំណាងមួយចំនួនមិនចូលដូចជាបាននៅក្នុងគេឋានបានពីខ្លួនអីចឹងហើយចូលបើសិនមកពីថ្ងៃក្រោយចាញ់ឆ្នោតអញ្ចឹងគាត់វាយនឹងអស់គាត់សម្រាប់បងគាត់មកវិញបាទអរគុណរាជសីបាទអរគុណត្រឹមនឹងបាទសូមអញ្ជើញលោកបណ្ឌិតកែមលីតើនេះជាសញ្ញាបង្ហាញថានឹងអាចមានសង្គ្រាមកើតឡើងទេបើសិនជាអ្នកឯងហ៊ានធ្វើបែបនេះខ្ញុំនឹងបង្ហាញសាច់ដុំដាក់ថាអ្នកអាចអូសអ្នកឯងវាយនៅមុខរដ្ឋសភាក៏បានដែរសូមអញ្ជើញលោកកែមលីបាទសូមអរគុណខ្ញុំគិតថាมันជាសញ្ញាដែលធ្វើឲ្យមានសង្គ្រាមនេះពីព្រោះមានសង្គ្រាមវាត្រូវការមានកម្លាំងទ័ពទ្វេបានន័យថាពីរភាគីប៉ុន្តែគ្រាន់តែព្រឹត្តិការណ៍ដែលកើតឡើងខ្ញុំពិនិត្យមើលអ្នកនិពន្ធតែមួយទេអ្នកនិពន្ធតែមួយហ្នឹងដដែលទៀតបើខ្ញុំអានសភៅខ្ញុំមិនទាន់បានមើលអ្នកនិពន្ធទេប៉ុន្តែមើលខ្លឹមសារសភៅហ្នឹងយើងដឹងថាអ្នកណាអ្នកសរសេរពាក្យពេចន៍ដដែលរបៀបរៀបចំរបៀបដាក់បញ្ហារបៀបស្រាយបញ្ហាដដែលបោកគ្រាប់បែកនៅមុខរដ្ឋសភាបានជ័យវិជាព្រឹត្តិការណ៍ស្ទឹងមានជ័យស្ពានក្បាលខ្នល់សួនស្កណ្ណារ្យាស្ពាននៀកឬមួយក៏ព្រឹត្តិការណ៍នៅមុខរដ្ឋសភាហ្នឹងបើយើងមើលស្នាដៃមនុស្សដដែលទេមនុស្សតែមួយទេហើយសួរថាមនុស្សហ្នឹងមនុស្សអ្នកណាមនុស្សដូចម៉ៃអត់មានអ្នកណានឹកស្មានដល់ទេថាបាតកោហ៊ានប្រព្រឹត្តអំពើហិង្សាហើយបងធ្វើឲ្យអ្នកវាយបំច្រំធាក់អ្នកដំណើរទាញទម្លាក់ពីលើឡានវាយឡានខ្ទេចឡានហើយទាញទម្លាក់ពីលើឡានហើយវាយដំវាយហើយសម្គាល់ឡានរបស់គាត់លើគាត់ដាក់ចូលក្នុងឡានហើយទាញទម្លាក់ពីលើឡានមកធាក់ទៀតហើយមើលទៅឃើញមុខច្បាស់ឃើញបងប្អូនយើងថតបានផតាងឃើញមុខច្បាស់ថានេះជាក្រុមបាតកោអញ្ចឹងបាតកម្មនឹងคล้ายទៅជាអំពើហិង្សាបាទលោកខ្ញុំសូមកាត់ចំណុចនេះបន្តិចអាដាមបាទអ្វីដែលយើងសោកស្ដាយបំផុតនោះគឺសម័យខ្មែរក្រហមយកទោះជាសម្លាប់មនុស្សទោះជាវាយដំច្រំធាក់មនុស្សវាយកទៅឲ្យឆ្ងាយវាមិនរវៃនៅមុខសាធារណជនវាមិនវាយនៅក្នុងស្ថាប័នជាតិសំខាន់បែបហ្នឹងទេប៉ុន្តែខ្ញុំមិនយល់ថាតើបាតកោនឹងមកវាយសំណាងរាស្ត្របែបក្នុងគោលបំណងចង់ធ្វើគ្នាទៀតមើលទៅប៉ុន្តែដោយសារមានអ្នកអន្តរាគមមានបងប្អូននៅចិត្តនឹងឃើញច្រើនទៅក៏ដកថយទៅវិញក៏មិនដឹងដែរប៉ុន្តែយើងមានការសោកស្ដាយណាស់ពីព្រោះកិត្តិយសប្រទេសជាតិត្រូវអាប់អួរហើយស្ថាប័នប្រជាធិបតេយ្យជាតិស្ថាប័នកម្ពុជារបស់ប្រទេសជាតិត្រូវមានការគំរាមកំហែងពីពួកបាតកោអហិង្សាសំទោសបាតកោហិង្សាបែបនេះ
នេះគឺជារឿងមួយដែលគួរឲ្យសោកស្ដាយបាទអាដាមតើមុននឹងមានព្រឹត្តិការណ៍នេះកើតឡើងតើមានតម្រុយអីខ្លះទេពីព្រឹកមិញនេះក្រៅតែពីរឿងថាមើលឃើញម៉ាស៊ីន scan នឹងមិនដំណើរការអាដាមខ្ញុំគ្រាន់ថាម៉ាស៊ីន scan តែចោះថាសភាថាអាចនឹងខូចណាក៏ប៉ុន្តែនៅខាងក្រៅខ្ញុំមើលទៅដូចអត់ឃើញមានសន្តិសុខអីតឹងរឹងទេបើពីមុនដែលខ្ញុំធ្លាប់ប្រជុំសភាចោះឡើងកាលណាតែមានបាតកោកុំថាឡើយច្រើនដល់រាប់ពាន់នាក់សូម្បីតែ20 30នាក់ក៏មានការដាក់រឹតបន្តឹងសន្តិសុខអីដែរប៉ុន្តែថ្ងៃនេះហាក់បីដូចជាធូររលុងខ្ញុំមិនឃើញហើយម្យ៉ាងទៀតអ្នកតំណាងរាស្ត្រដែលត្រូវរបួសនៅក្នុងរដ្ឋសភា1ម៉ោងកន្លះមិនទាន់ឃើញមានពេទ្យឬឡានពេទ្យមកអន្តរាគមន៍ទេហើយម្យ៉ាងទៀតមានគ្នាខ្ញុំនៅក្នុងនឹង4-10នាក់ទៀតដែលរងការគំរាមកំហែងពីពួកបាតកោហិង្សានៅពីខាងក្រៅដែលឈោតាមដើមឈើតាមអីហ្នឹងពេលដែលវាយរួចហើយហ្នឹងក៏នៅមានមនុស្សពាត់ជុំវិញរដ្ឋសភានេះបំរុងតែធ្វើបាបអ្នកតំណាងរាស្ត្រតទៅទៀតអញ្ចឹងហើយបានជាពួកខ្ញុំនៅក្នុងរដ្ឋសភាហ្នឹងគ្នា4-10នាក់ហើយសម្រំស្អាមតាគុំចេញមកបានខាងប៉ូលីសខាងអីគេដាក់ឡានមួយដាក់មនុស្ស2នាក់ដឹកមុខដឹកអីអញ្ចឹងទៅបានចេញមកតតែម៉ោងប្រហែលជា2នឹងបានអាចចេញពីរដ្ឋជាបានបាទអាដាមយើងបានទៅជែកជាមួយអ្នកកសែតមួយចំនួនដែរថាតើមានដឹងរឿងអីទេនៅពេលដែលបាតកោថាមកធ្វើបាតកម្មដើម្បីទម្លាក់លោកកឹមសុខាសោះប៉ុន្តែទីបំផុតទៅវាយលោកញយចម្រើនហើយនឹងលោកគង់សុភានឹងវិញមកដល់ពេលនេះលោកមានដឹងទេមូលហេតុអីបានជាគេទៅធ្វើបាបពីអ្នកនោះបាទគ្មានមូលហេតុអីតលតែសោះគឺអ្នកតំណាងរាស្ត្រធ្វើការតាមទូនីតិតាមភារកិច្ចបញ្ចេញមតិដោយសន្តិវិធីហើយបាតកម្មដែលគ្មានច្បាប់បាតកម្មដែលប្រព្រឹត្តហិង្សាបែបហ្នឹងហើយម្យ៉ាងទៀតវាងាយស្រួលបំផុតពីព្រោះផតាំងមានគ្រប់គ្រាន់ហើយកាមេរ៉ាសុវត្ថិភាពរបស់រដ្ឋសភាកាមេរ៉ាសុវត្ថិភាពរបស់ស្ថានទូតអូស្ត្រាលីហើយគេបានថតរូបជនល្មើសទាំងអស់ហ្នឹងហើយគេបានថតរូបមិនមែនត្រឹមតែកាមេរ៉ាសុវត្ថិភាពទេមានតាំងពីថតវីដេអូថតទូរស័ព្ទថតអីបានផតាំងច្រើនណាស្គាល់មុខស្គាល់អីទាំងអស់ឥឡូវហ្នឹងហើយអញ្ចឹងហើយយើងរងចាំមើលតើក្រសួងមហាផ្ទៃគេចាត់វិធានការឬមិនចាត់វិធានការបាទទន្ទឹមនឹងការរងចាំនឹងអាដាមហើយការស៊ើបអង្កេតទៅអីទេពីព្រោះវាមានផតាំងអស់ទៅហើយរឿងនេះជារឿងធ្ងន់ធ្ងរណាស់គម្រាមកំហែងទៅដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមើលទៅឃើញការរំលោភសិទ្ធិមនុស្សទាំងកម្របែបនេះគឺថាយើងមានការសោកស្ដាយមែនទែនក្នុងនាមជាតំណាងរាស្ត្ររូបបាទអាដាមដំណើរពេលនឹងអាដាមថាចាំមើលក្រសួងមហាផ្ទៃនិងអាជ្ញាធរមានសមត្ថកិច្ចដើម្បីស៊ើបអង្កេតរឿងនេះតើខាងគណៈបកសង្គ្រោះជាតិវិញនឹងមានការបង្កើតក្រុមស៊ើបអង្កេតរបស់ខ្លួនមួយផ្ទាល់ទេមានចែកការងារស្អែកគឺយើងចេញលិខិតទៅអង្គការសហប្រជាជាតិចេញលិខិតទៅ ICU ចេញលិខិតទៅអ្នកការទូតនៅទីក្រុងភ្នំពេញដើម្បីសម្ដែងការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរអំពីការធ្វើបាបអ្នកតំណាងរាស្ត្រនេះគឺជាការប៉ះពាល់ទៅដល់ដំណើរការប្រជាធិបតេយ្យហើយយើងអន្តរជាតិក៏រួមត្រូវតែមានកាតព្វកិច្ចរួមគ្នាទទួលខុសត្រូវក្នុងនាមជាហត្ថលេខីនៃទីកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងក៏នឹងសរសេរលិខិតទៅថ្វាយព្រះមហាក្សត្រដើម្បីជម្រាបអំពីបញ្ហាដែលកើតមានឡើងហ្នឹងហើយក្រមគ្រួសារនឹងដាក់ពាក្យប្តឹងទៅតុលាការដាក់ពាក្យប្តឹងទៅក្រសួងមានសមត្ថកិច្ចដើម្បីឲ្យចាត់វិធានការចាប់ជនល្មើសយកមកកាត់ទោសបាទអាដាមប្រមាណថ្ងៃកន្លងមកនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចោទគណៈបកប្រជាចោទគណៈបកសង្គ្រោះជាតិថាជាអ្នកនៅពីក្រោយក្នុងការរៀបចំធ្វើបាតកម្មទាំងឡាយណាប្រឆាំងនឹងលោកជាពិសេសបាតកម្មនៅទីក្រុងប៉ារីនៅពេលនេះគាត់ចោទច្បាស់ណាស់គឺថារៀបចំឡើងដោយគណៈបកសង្គ្រោះជាតិទន្ទឹមនឹងលោកក៏មានប្រសាសន៍ថាលោកអាចកំដរបានគ្រប់កលៈទេសៈទាំងអស់ក្នុងលបែងទាំងអស់នេះតើលោកគិតថាអ្វីដែលកើតឡើងនេះគឺជាការរៀបចំដោយគណៈបកប្រជាជនកម្ពុជាដើម្បីលេងលបែងកំដរជាមួយនឹងគណៈបកសង្គ្រោះជាតិទេទីមួយខ្ញុំសូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដែលថាគណៈបកសង្គ្រោះជាតិរៀបចំបាតកម្មនៅក្រៅប្រទេសខ្ញុំសូមបដិសេធគ្មានការណែនាំអ្វីសោះគ្មានការបញ្ជាអីឲ្យធ្វើបាតកម្មអីតតែសោះគឺគ្មានតតែសោះ
គឺអ្វីដែលគេធ្វើនៅទីក្រុងប៉ារីសនេះគឺបងប្អូនប្រជាពលរដ្ឋខ្មែរយើងធ្វើដោយឆន្ទៈរបស់គាត់ហើយធ្វើដោយអហិង្សានៅទីនោះគឺធ្វើដោយអហិង្សាធ្វើដោយសេចក្តីថ្លៃថ្នូរអត់មានបកអត់មានអំពើហិង្សាអីទេហើយបើតែសំខាន់បំផុតគឺគណៈបកសង្គ្រោះជាតិមិនបានណែនាំឬមិនបានរៀបចំបាតកម្មទាំងឡាយណាដែលកើតនៅក្រៅប្រទេសគឺគេធ្វើដោយឆន្ទៈរបស់ខ្លួនគាត់ហើយពាក្យដានដតីទៀតអ្នកនយោបាយណាចង់មានមតិយ៉ាងម៉េចជារឿងផ្ទាល់របស់គាត់ប៉ុន្តែអ្នកនយោបាយជាពិសេសថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិយើងសូមគិតគូរតែផលប្រយោជន៍ជាតិសំខាន់ដែលយើងត្រូវដោះស្រាយយើងមានបញ្ហាច្រើនណាស់ដែលត្រូវដោះស្រាយជីវិតមនុស្សខ្លីណាស់យើងមិនមានពេលវេលាច្រើនទេបញ្ហាព្រំដែនបញ្ហាអន្តោប្រវេសន៍បញ្ហាក្រីក្របញ្ហារំលោភសិទ្ធិមនុស្សបញ្ហាសេដ្ឋកិច្ចដើមមិនទាន់គេរាប់10ឆ្នាំរាប់រយឆ្នាំយើងមានបញ្ហាដែលត្រូវឲ្យប្រទេសយើងខ្លាយទៅជាប្រទេសអភិវឌ្ឍជឿនលឿនប្រទេសមានអរិយធម៌កិច្ចការទាំងអស់នឹងគឺយើងត្រូវដោះស្រាយយើងមិនមែននាំគ្នាមកគិតតែរឿងឆ្លោះប្រកែកគ្នាពាក្យសម្ដីអត់ប្រយោជន៍ខ្ញុំមិនគ្រប់គ្រងហើយខ្ញុំយល់ថានេះជារឿងផ្ទាល់ខ្លួនរបស់អ្នកនយោបាយម្នាក់ប៉ុន្តែខ្ញុំក្នុងគណៈថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិមិនចង់ចូលទៅក្នុងរឿងផ្ទាល់ខ្លួនទេខ្ញុំចង់ដោះស្រាយបញ្ហាជាតិខ្ញុំមិនចង់ចំណាយពេលមួយថ្ងៃគិតតែពីឆ្លោះប្រកែកគ្នាគិតតែប្រើពាក្យសម្ដីវាយប្រហារគ្នាគ្មានទីបញ្ចប់វាធ្វើឲ្យប្រជាពលរដ្ឋយើងខ្លាយទៅជាប្រជាពលរដ្ឋដែលមានជំងឺផ្លូវចិត្តហើយឥឡូវមួយថ្ងៃម្នាក់ដេកឈឺចិត្តឃើញអំពើអយុត្តិធម៌ជាពិសេសមកវាយតម្រាំងរិះនៅក្នុងទីស្នាក់ការកន្លែងដែលគាត់ធ្វើការនឹងវាស្ទើរថាប្រទេសកម្ពុជាយើងមិនដឹងយកមកទៅទុកនៅកន្លែងណាទេបាទប៉ុន្តែយ៉ាងណាក៏ដោយចុះខ្ញុំក៏ចង់សួរការវាយតម្លៃរបស់អាដាមដែរបើឯកអាដាមវាយតម្លៃថាតើការធ្វើបាតកម្មដើម្បីបកឲ្យដល់មានអំពើហិង្សាបែបនេះក្រុមណាដែលជាអ្នកបកខ្ញុំទុកឲ្យអ្នកសារព័ត៌មានទុកឲ្យប្រជាពលរដ្ឋជាអ្នកឆ្លើយខ្ញុំមិនចង់ចោទប្រកាន់ក្រុមណាទេប៉ុន្តែការធ្វើនេះគឺមានលក្ខណៈជាប្រព័ន្ធហើយខ្ញុំមិនចោទប្រកាន់បុគ្គលណាទេឥឡូវទុកឲ្យក្រសួងមហាផ្ទៃស៊ើបអង្កេតហើយចាត់វិធានការចំពោះទង្វើខុសច្បាប់បទអក្រិតទាំងប្រមាណនឹងទុកឲ្យក្រសួងមហាផ្ទៃធ្វើការចាត់វិធានការសិនទៅខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយទេចាំតាមដានមើលសកម្មភាពក្រសួងមានសមត្ថកិច្ចនឹងរាជរដ្ឋាភិបាលគេចាត់វិធានការយ៉ាងម៉េចចំពោះជនអក្រិតទាំងអស់ហ្នឹងបាទអាដាមយើងបានដំណឹងពីភ្នំពេញថាការដែលធ្វើនីតិវិទ្យាអ្នកស្ដាប់បន្ថែមយប់នេះអញ្ជើញអាដាមមកផ្ទាល់អាដាមមានការព្រួយបារម្ភពីសុវត្ថិភាពដែរហើយចូលតាមទូរស័ព្ទអាដាមតាពេលនេះសុវត្ថិភាពរបស់អាដាមផ្ទាល់សុវត្ថិភាពរបស់តំណាងរាស្ត្រទាំងអស់យ៉ាងម៉េចដែរហើយអាដាមមានវិធានការបែបណាដើម្បីរក្សាសុវត្ថិភាពពួកគាត់បាទទាំង55រូបកំពុងមានការព្រួយបារម្ភអំពីសុវត្ថិភាពតែល្ងាចនេះដោយសារតែខ្ញុំទើបតែប្រជុំចប់អំអញមិញហើយធ្វើដំណើរមកតាមផ្លូវហើយខ្ញុំប៉ាន់ពេលវេលាទៅមិនអាចទៅដល់តាន់ហើយខ្ញុំក៏សូមឲ្យអស៊ីសេរីធ្វើការតាក់ទងខ្ញុំតាមទូរស័ព្ទពីខ្ញុំទើបតែចុះពីលើឡានអំអញមិញទេបាទក៏ប៉ុន្តែវិធានការដើម្បីការពារសុវត្ថិភាពពួកគាត់បែបណាខ្លះបាទបើនៅក្នុងមុខរដ្ឋសភាទៅហើយមានគេអូសចេញពីប្រជុំរដ្ឋសភាមកមានគេអូសចេញពីឡានមកវាយទៀតហ្នឹងតើយើងក៏យល់ថាពួកគាត់នឹងព្រួយបារម្ភពីស្ថានភាពសុវត្ថិភាពរបស់ប្រកាន់ភាពអត់ធ្មត់ជានិច្ចធ្វើទង្វើល្អខ្ញុំជឿទៅលើទង្វើល្អខ្ញុំជឿទៅលើយុត្តិធម៌ហើយខ្ញុំជឿថាសហគមន៍អន្តរជាតិហើយនឹងបណ្ដាប្រទេសមហាអំណាចធំដែលជាប្រទេសគោរពច្បាប់ប្រទេសមានលទ្ធិប្រជាធិបតេយ្យហើយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់យុត្តិធម៌ទូទាំងប្រទេសខ្ញុំជឿថាគាត់នឹងមិនអោបដៃនៅស្ងៀមមើលឃើញទង្វើអយុត្តិធម៌បែបនេះទេគាត់ប្រកាសជាបញ្ចេញមតិគាត់ប្រកាសជាជួយធ្វើយ៉ាងម៉េចតម្រែតម្រង់អ្នកដែលបានប្រព្រឹត្តខុសនឹងកុំឲ្យប្រព្រឹត្តទីស្រួលមែនទែនដែលបាតកោចូលរួមនឹងគឺគាត់មិនបាបារម្ភថាណាមកប្រក្រាបគាត់គឺថាគាត់ដើរស្រែកមកសេរីជុំវិញបរិវេណទីតាំងសភានឹងហើយក្រៅតែពីនឹងគឺថាគាត់អាចធ្វើអ្វីបានតាមចិត្តហើយមានតែកម្លាំងប៉ូលីសចរាចរណ៍តិចតួចប៉ុណ្ណោះដែលគេដាក់ពរាយសម្រាប់មើលការខុសត្រូវនៅទីនោះបាទលោកបាទហើយខ្ញុំឆ្ងល់ត្រង់នេះបាតកោនឹងនាំគ្នាមកវិមានរដ្ឋសភានឹងដើម្បីធ្វើបាតកម្មទាមទារឲ្យលោកកឹមសុខានឹងចុះចេញពីតំណែងក៏ប៉ុន្តែទីបំផុតទៅហេតុអីក៏ទៅអូសខ្ញុំបានឃើញវីដេអូដែលគេដាក់នៅលើតាមបណ្ដាញសង្គម Facebook នឹងដែរគឺទៅអូសអ្នកតំណាងរាស្ត្រនឹងយកមកធាក់មកយកមកវាយទៅវិញហើយតំណាងរាស្ត្រ2នាក់នឹងគឺលោកញយចម្រើនដែលជាតំណាងរាស្ត្រនៅខេត្តកំពង់ចាមអញ្ចឹងណានិងលោកគង់សុភាតំណាងរាស្ត្រពីខេត្តស្វាយរៀងហេតុអី
អីក៏ទីបំផុតក៏ទៅបដោតទៅលើការវាយតប់ទៅលើតំណាងរាស្ត្រ2នាក់នឹងទៅវិញបាទតើអ្វីដែលជាមូលហេតុបង្កឲ្យមានអំពើហិង្សាពេលនោះនៅពេលនឹងខ្ញុំអាចចែកពីរឿងព្រឹត្តិការណ៍2ព្រឹត្តិការណ៍ទី1អ្នកកសែតចាប់ផ្ដើមរំសាយនៅពេលដែលកម្លាំងនឹងគឺត្រូវបានរំសាយដែរពីព្រោះម៉ោងជិត11ជាងនឹងមានក្រុមរបស់គេគឺថាគេរៀបចំឲ្យកម្លាំងត្រូវរំសាយហើយសម្ដៅមកផ្ទះលោកកឹមសុខានៅទួលគោកអញ្ចឹងនៅពេលហ្នឹងឃើញថាកម្លាំងសេះសល់ទាំងបាល់ម៉ានប៉ុន្តែកម្លាំងនៅពេលនេះគឺថាគេមិនអោយចេញអស់ទេគឺគេទុកមួយចំនួនធំនៅឯរដ្ឋសភាហ្នឹងហើយយើងគិតថានៅពេលនេះប្រកាសជាមិនមានអីកើតឡើងពីព្រោះដឹងហើយថាបាតកម្មនេះគឺសម្ដៅតែលោកកឹមសុខាម្នាក់ទេតែនៅពេលដែលកម្លាំងធំដែលកម្លាំងស្រួយចេញមកកាន់ផ្ទះលោកកឹមសុខានៅទួលគោកនេះហើយដូច្នេះអ្នកព័ត៌មានទាំងអម្បាលម៉ាននឹងក៏ចាប់ផ្ដើមស្រតាមកម្លាំងធំនឹងទៅយើងភ្លេចគិតថាអាចមានពើហិង្សាកើតឡើងនៅពេលក្រោយនៅពេលដែលទៅដល់ផ្ទះលោកកឹមសុខាប្រហែលជាខ្ទង់20នាទីនៅពេលនេះក៏ផ្ទុះហិង្សាកើតឡើងស្របពេលដែលប្រជុំសភាចប់នៅខាងក្នុងហ្នឹងហើយអ្នកតំណាងរាស្ត្រចេញមកទំនងជាហេតុផលដែលនាំឲ្យមានការដែលមិនបានជួបលោកកឹមសុខាផ្ទាល់នឹងហើយដែលធ្វើឲ្យបាតកោនឹងខឹងសម្បាហើយបើទោះជាមិនបានជួបលោកកឹមសុខាផ្ទាល់ក៏ចាត់ការអ្នកដទៃជំនួសលោកកឹមសុខាឲ្យតាមមើលបានជាមានការថ្នាក់ទៅដល់អ្នកដទៃដែលមិនមានការពាក់ព័ន្ធណាមួយតទៅសោះនោះលោកបាទអញ្ចឹងអរគុណលោកហើយសង្ឃឹមថាយើងនឹងមានសេចក្តីរាយការណ៍បន្តទៀតនៅរឿងនេះអរគុណតែត្រឹមនេះលោកមនីរតបាទអរគុណលោកបាទលោកនាងជាទីមេត្រីអ្នកចូលរួមធ្វើបាតកម្មទាមទារឲ្យលោកកឹមសុខាចុះចេញពីតំណែងអនុប្រធានសភានៅថ្ងៃនេះមានសមាជិកភាពចម្រុះខ្លះចេញមុខជាចំហខ្លះពាក់មួកឃ្លុបខ្មៅជារបៀបគិញលាក់ខ្លួននៅក្បែររបងនិងក្រោមដើមឈើជុំវិញមន្ទីររដ្ឋសភាខ្លះនៅសម្រាប់លើរថយន្តដែលពួកគេជិះមកនោះដោយមិនខ្វល់អ្វីទាំងអស់បាទលោកសេកបណ្ឌិតមានសេចក្តីរាយការណ៍អំពីរឿងនេះបាទក្រុមបាតកោបានបង្ហាញចំហផ្សេងគ្នាអំពីការចូលរួមបាតកម្មបណ្ដេញលោកកឹមសុខាចុះចេញពីតំណែងអ្នកខ្លះខឹងសម្បានឹងការសន្យារបស់មេដឹកនាំគណៈបកសង្គ្រោះជាតិដែលមិនគោរពការសន្យារបស់ខ្លួនកាលពីយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ2013កន្លងទៅយុវជនម្នាក់មកពីស្រុកគៀនស្វាយខេត្តកណ្ដាលឈ្មោះម៉ៅញ៉ាំងបានឲ្យដឹងថាពួកគេមកនេះដោយមានអ្នកជួលឡានឲ្យជិះមិនគិតថ្លៃហើយអាជ្ញាធរបានដើរប្រកាសប្រាប់ពួកគេកាលពីល្ងាចថ្ងៃទី25ខែតុលាថាឲ្យទៅចូលរួមបាតកម្មប្រឆាំងលោកកឹមសុខាដោយហេតុផលថាគាត់មិនគោរពពាក្យសន្យាខ្ចលពាក្យពេចន៍មិនប៉ិតហ្មងលេខលុយ 40000 អីជូនចាស់ហើយស្អីប្រាក់ខែ$150ឥឡូវដូចជាធ្វើការរោងចក្រព្រោះអីហ្នឹងអត់បានដោយម្ដងចំណែកបរិសម្នាក់ទៀតដែលធ្វើដំណើរមកជាមួយគ្នាដែរនោះក៏បានថ្លែងប្រហាក់ប្រហែលគ្នាដែរហើយបញ្ជាក់ថាការមកចូលរួមនេះមិនមានការចាត់តាំងពីខាងណាមួយឲ្យច្បាស់លាស់នោះទេគឺមកតាមគ្នាហើយមានអ្នកដើរចែកទឹកមួយដបនិងក្រមាក្រហមមួយដើម្បីឲ្យចងចង្កេះដូចគ្នាទោះយ៉ាងណាក្តីសកម្មភាពរបស់ពួកគេនោះក្រុមផ្លាស់ហាក់លឹបលនៅឆ្ងាយពីក្បួនតវ៉ាធំនៅមុខរដ្ឋសភាដែលមានមនុស្សជាច្រើនរយនាក់ចូលរួមផ្សាយទាមទារឲ្យលោកកឹមសុខាចុះចេញពីតំណែងអ្នកខ្លះទៀតបានស្រែកច្រៀងចម្រៀងដែលមានន័យថាលោកកឹមសុខាជាមនុស្សបង្កប់របស់គណៈបកប្រជាជនកម្ពុជាហើយពួកគេជ្រោកខ្លួនបោះឆ្នោតឲ្យតែឥឡូវនេះពួកគេដឹងហើយសូមឲ្យចុះចេញពីតំណែងនេះជាលើកទី2ហើយដែលមានបាតកោធ្វើបាតកម្មប្រឆាំងលោកកឹមសុខាកាលពីខែមិថុនាឆ្នាំ2013ក៏មានអ្នកតវ៉ាប្រឆាំងលោកកឹមសុខាជាង 20000 នាក់ដែរដែលដឹកនាំដោយលោកជុំមីអតីតអ្នកទោសនៅមន្ទីរស21ឬគុកទួលស្លែងក្នុងសម័យខ្មែរក្រហមចំណែកមនុស្សមួយក្រុមទៀតមិនថ្លែងអ្វីទាំងអស់ប៉ុន្តែពួកគេមានទឹកមុខកាចមាំពាក់មុខឃ្លុបខ្មៅមានចងក្រមាក្រហមនៅចង្កេះបង្កប់ខ្លួនតាមគេរបងនិងក្រោមដើមឈើឆ្ងាយប្រមាណ100ម៉ែត្រជុំវិញបរិវេណរដ្ឋសភាហាក់កំពុងរងចាំបទបញ្ជាឲ្យធ្វើសកម្មភាពអ្វីមួយដោយឡែកក្រុមមួយចំនួនទៀតអង្គុយមើលគេនៅក្នុងឡានដោយមិនដឹងរឿងអ្វីទាំងអស់ពួកគាត់មួយចំនួនបានថ្លែងប្រាប់អ្នកកាសែតដោយប្រយ័ត្នប្រយែងបំផុតព្រោះខ្លាចមេក្រុមពួកគេរករឿងពួកគាត់ក៏បានឲ្យដឹងដោយសុំលក្ខអត្តសញ្ញាណថាមុននឹងឡើងឡានមកអាជ្ញាធរប្រាប់ពួកគេថាឲ្យទៅចូលរួមកិច្ចប្រជុំនៅភ្នំពេញប៉ុន្តែពេលមកដល់អត់មានកិច្ចប្រជុំអ្វីក្រៅពីធ្វើបាតកម្មនោះទេបញ្ហានេះធ្វើឲ្យពួកគាត់ខកចិត្តនិងចាត់ទុកជាទង្វើមួយមិនគួរគប្បីគឺថាមកប្រជុំ
ជនបន្ទាប់មកពួកខ្ញុំអត់ដឹងទេអត់ដឹងទាំងអស់គ្នាអត់ដឹងតែគេហៅអីប៉ុន្តែមកដល់នេះគឺការទីប្រកាន់ទៅខ្ញុំអត់ដឹងដែរគេឲ្យមើលដែរនេះភូមិគេឲ្យមើល ទោះបីអ្នកចូលរួមបាតកម្មនៅមុខរដ្ឋសភានៅថ្ងៃទី26 តុលាមិនបង្ហាញពីអង្គការចាត់តាំងច្បាស់លាស់យ៉ាងណាក្តីប៉ុន្តែមុនព្រឹត្តិការណ៍កើតឡើងមួយថ្ងៃលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងនៅប្រទេសបារាំងសម្ដៅទៅលើគណៈបកប្រឆាំងថាបើខឹងកុំលេងបើលេងកុំខឹងហើយលេងលើកនេះអាចបាត់បង់តំណែងអនុប្រធានរដ្ឋសភាទៀតផងលោកហ៊ុនសែនបន្តថាមេបាតកម្មនៅក្រុងប៉ារីសនិយាយថាគេគោរពសិទ្ធិអ្នកធ្វើបាតកម្មនៅក្នុងទីក្រុងប៉ារីសដើម្បីប្រឆាំងរូបលោកដូច្នេះលោកក៏គោរពសិទ្ធិអ្នកធ្វើបាតកម្មនៅក្នុងទីក្រុងភ្នំពេញដូចគ្នាដែរតើតើនឹងបញ្ហានេះមន្ត្រីសិទ្ធិមនុស្សមានក្តីបារម្ភថាការធ្វើបាតកម្មប្រឆាំងតបតគ្នាទៅវិញទៅមករវាងអ្នកគាំទ្រគណៈបកប្រឆាំងនិងអ្នកគាំទ្ររដ្ឋាភិបាលផ្ទុះឡើងនៅអំពើហិង្សាកាន់តែធ្ងន់ធ្ងរថែមទៀតមន្ត្រីសង្គមស៊ីវិលក៏ចង់ឲ្យរដ្ឋាភិបាលគោរពសិទ្ធិអ្នកបញ្ចេញមតិពីគ្រប់ភាគីឲ្យបានស្មើៗគ្នាឬក៏មានការរើសអើងខ្ញុំសេកបណ្ឌិតវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកនាងស្ដាប់ជាទីមេត្រីលោកនាងទើបតែបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនលោកខ្ញុំបាទជួនច័ន្ទបុត្រសូមអញ្ជើញលោកនាងរងចាំស្ដាប់នីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនាពេលបន្តិចទៀតនេះបាទជាបន្តទៅទៀតនេះគឺជានីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីបាទខ្ញុំបាទជួនច័ន្ទបុត្រសូមជម្រាបសួរលោកអ្នកស្ដាប់ម្ដងទៀតបាទនីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនារីត្រីនេះគឺជានីតិវេទិកាអ្នកស្ដាប់ពិសេសបន្ថែមដើម្បីពិភាក្សាជុំវិញបាតកម្មនៃការធ្វើបាតកម្មដើម្បីទម្លាក់លោកកឹមសុខាពីព្រឹកមិញនេះនៅភ្នំពេញហើយដែលបង្កឲ្យមានការវាយរងរបួសដល់តំណាក់តំណាងរាស្ត្រ2នាក់ផងដែរហើយវាគ្មានកិត្តិយសសម្រាប់នីតិនៅពេលនេះគឺមានលោកកែមលីដែលជាអ្នកវិទ្យាសាស្ត្រអ្នកស្រាវជ្រាវតាមដានស្ថានភាពសង្គមនិងមានលោកនីចរិយាហើយនិងមានលោកយឹមសវណ្ណដែលជាអ្នកនាំពាក្យរបស់គណៈបកសង្គ្រោះជាតិផងដែរបាទខ្ញុំបាទសូមជម្រាបសួរលោកវាគ្មិនទាំង3ពីចម្ងាយបាទបាទសូមជម្រាបលោកអ្នកស្ដាប់ថាលោកប៉ែនសវណ្ណដោយបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនលោកមិនបានអញ្ជើញមកក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីផ្ទាល់នៅក្រុងភ្នំពេញទេលោកភ្ជាប់តាមខ្សែទូរស័ព្ទបាទខ្ញុំបាទសូមជម្រាបសួរលោកយឹមសវណ្ណដើម្បីឲ្យដឹងថាយើងបានភ្ជាប់ទូរស័ព្ទគ្នានៅបាទសូមជម្រាបសួរបាទខ្ញុំជម្រាបសួរបាទលោកខ្ញុំចង់ចាប់ផ្ដើមនីតិវេទិកាអ្នកស្ដាប់យប់នេះដោយចង់បានប្រតិកម្មពីលើលោកផ្ទាល់តែម្ដងលោកបានជ្រាបអស់ហើយតាមរយៈព័ត៌មានការផ្សាយរបស់វិទ្យុអាស៊ីសេរីមិញនេះហើយលោកក៏ប្រហែលជាបានតាមដានសភាពការនឹងយ៉ាងជិតស្និទ្ធមកដែរខាងគណៈបកប្រជាជនកម្ពុជាបានបដិសេធថាមិនមែនជាអ្នករៀបចំនឹងទេគឺជាគាត់សារភាពលោកសុកអេសានថាមានគណៈបកប្រជាជនកម្ពុជាតែក៏មានគណៈបកសង្គ្រោះជាតិចូលរួមដែរដែលគេមិនពេញចិត្តនឹងលោកកឹមសុខាហើយនឹងមានប្រជាពលរដ្ឋផងដែរលោកទទួលបានទេចំណុចនេះខ្ញុំឃើញមានភាពមិនប្រក្រតីតាំងតែពីព្រឹកព្រលឹមឡើងចម្លែកណាស់ពីមុនកាលណាមានបាតកោមានការរឹតបន្តឹងសន្តិសុខមានកងកម្លាំងប្រដាប់អាវុធដាក់ការពារប៉ុន្តែថ្ងៃនេះមានបាតកោក៏ប៉ុន្តែអត់មានហើយម៉ាស៊ីនស្កេននៅរដ្ឋសភាខូចខ្ញុំមានការចាប់អារម្មណ៍ហើយខ្ញុំបានម៉ាស៊ីនស្កេននឹងមានន័យថាកាមេរ៉ាសុវត្ថិភាពនឹងឬមួយយ៉ាងម៉េចលោកមិនមែនកាមេរ៉ាសុវត្ថិភាពទេម៉ាស៊ីនស្កេនសម្រាប់ស្វែងរកអាវុធជាតិផ្ទុះនៅពេលដែលចូលទៅនឹងបាទហើយអាដាមប៉ុលហមហើយនឹងខ្ញុំបានរាយការណ៍ទៅលោកសម្ដេចកលាហោមថាខ្ញុំមើលឃើញភាពមិនប្រក្រតីច្រើននៅជុំវិញរដ្ឋសភាថ្ងៃនេះក្រោយមកទៀតលោកសម្ដេចកលាហោមគាត់ថាមិនអីទេអានឹងគាត់នឹងតាមដានមើលការងារទាំងអស់ហ្នឹងស្រាប់តែមានបាត់តកស្រែកឡូឡានៅក្រៅរដ្ឋសភាក៏ប៉ុន្តែនៅពេលដែលចប់ប្រជុំសភាម៉ោង 12:30 នាទី